ថ្នាក់ដឹកនាំក្លឹបគណៈកម្មការក្លឹបក្រុមការងារលោកគ្រូអ្នកគ្រូវាគ្មិនអាណាព្យាបាលសិស្សានុសិស្សនិងភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីរបស់យើងនៅថ្ងៃនេះមុននឹងចាប់ផ្ដើមកម្មវិធីខ្ញុំបាទសូមធ្វើការណែនាំសមាជិកផ្ទាល់ខ្លួនជាមុនសិនខ្ញុំបាទឈ្មោះសេងពេជ្រមនីជាសមាជិកក្លឹបធរណីវិទ្យាកម្ពុជាផ្នែកការងារបច្ចេកទេសនិងផ្សព្វផ្សាយនិងជាអ្នកសម្របសម្រួលកម្មវិធីនេះពេលនេះ អង្គពិធីទាំងមូលជាទីគោរពសូមស្វាគមន៍មកកាន់សិក្ខាសាលាអនឡាញលើកទី15 15 GCC Webinar ក្រោមប្រធានបទការត្រៀមខ្លួនក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកម្មវិធីចែករំលែកចំណេះដឹងនិងបទពិសោធន៍ដ៏មានតម្លៃនិងសារៈសំខាន់មួយនេះគឺមានការអញ្ជើញចូលរួមយ៉ាងពិសេសពីសំណាក់វាគ្មិនកិត្តិយសរបស់យើងទាំងពីររូបគឺវាគ្មិនទី1លោកឌីណាវងវឌ្ឍនៈជាអតីតសិស្សនិទេស A ឆ្នាំ2025ផ្នែកវិទ្យាសាស្ត្រនិងវាគ្មិនទី2គឺកញ្ញាលឹមឈៀវកិច្ចជាអតីតសិស្សនិទេស A ឆ្នាំ2025ផ្នែកវិទ្យាសាស្ត្រសង្គមដើម្បីជាកិច្ចចាប់ផ្ដើមកម្មវិធីខ្ញុំបាទសូមគោរពអញ្ជើញលោកស្រៀងគឹមស្រូនស្ថាបនិកនិងជាប្រធានក្លឹបធរណីវិទ្យាកម្ពុជាដើម្បីមានមតិស្វាគមន៍និងបើកកម្មវិធីសូមគោរពអញ្ជើញបាទជាបឋមសូមអនុញ្ញាតគ្រប់ជំរាបសួរបាទដល់វិក្កាមិនទាំងពីររូបដែលមានប្អូនជីវកិច្ចហើយនិងវឌ្ឍនៈចឹងពិតជាកិត្តិយសសម្រាប់ក្រុមការងារក៏ដូចជាអ្នកចូលរួមថ្ងៃនេះមែនតើដែលមានប្អូនទាំងពីររូបបាទនឹងអញ្ជើញមកចូលរួមចែករំលែកពីគន្លឹះមួយចំនួនបាទក្នុងនោះផងដែរក៏សូមអនុញ្ញាតគ្រប់ជំរាបសួរបាទដល់លោកហុលច័ន្ទសូរិយាជាប្រធានសាខារបស់សាលាភាសាបរទេស Cam Asian សាខាទូកូលោកមានវត្តមាននៅក្នុងទីនេះហើយក៏សូមគោរពជំរាបសួរដល់ក្រុមក្លឹបក្រុមការងារក៏ដូចជាអ្នកចូលរួមទាំងអស់ដែលមានវត្តមានទីនេះជាទីគោរពនៅក្នុងឱកាសនៃសិក្ខាសាលាលើកទី15របស់យើងនៅក្នុងការជួបនេះគឺចង់ចែករំលែកអំពីវិធីសាស្ត្រឬក៏នីតិវិធីមួយចំនួនដើម្បីត្រៀមខ្លួននៅក្នុងការប្រឡងទិសដៅរបស់យើងគឺយើងបដោតទៅលើបងប្អូនដែលកំពុងតែត្រៀមប្រឡងថ្ងៃ12ដើម្បីជាគន្លឹះខ្លះៗយកទៅអនុវត្តនៅក្នុងរយៈពេល2សប្តាហ៍ចុងក្រោយនេះប្រហែលជាបងប្អូនជាបេក្ខជនកំពុងតែមានអារម្មណ៍ថាភ័យមានអារម្មណ៍ថាពិបាកមួយចំនួនទៀតក៏អន្ទះសារចង់ឲ្យការប្រឡងហ្នឹងឆាប់ចូលមកដល់ដើម្បីបញ្ចប់ភារកិច្ចពីព្រោះរាល់ថ្ងៃហ្នឹងកំពុងតែមានភាពស្មុគស្មាញខ្លះតានតឹងខ្លះអញ្ចឹងបើសិនជាប្រឡងហើយប្រកាសជាធូរអញ្ចឹងទោះយ៉ាងណាក៏ដោយវិធីសាស្ត្ររៀននីមួយៗរបស់អ្នកទាំងអស់គ្នាក៏នឹងត្រូវបានធ្វើជាប្រចាំហើយការអនុវត្តក៏តែងតែមានភាពខុសប្លែកគ្នាខ្លះៗសម្រាប់ក្នុងឱកាសដ៏ពិសេសពិសានេះក្លឹបធនវិទ្យាកម្ពុជាក៏បានអញ្ជើញវាគ្មិនរបស់យើងទាំងពីររូបដែលមានកិច្ចហើយនិងវឌ្ឍនៈគាត់នឹងចូលរួមមកបង្ហាញថាតើជាបទពិសោធន៍របស់គាត់បានធ្វើអីខ្លះនៅក្នុងរយៈពេល2សប្តាហ៍ចុងក្រោយដើម្បីធ្វើឲ្យបានល្អអញ្ចឹងប្រហែលជាអ្នកទាំងអស់គ្នាកំពុងតែមានទិសដៅជាប្រចាំទិសដៅរៀងខ្លួនហើយថាចង់បានអីអញ្ចឹងថាតើដើម្បីសម្រេចគោលដៅរបស់យើងត្រូវការឈរលើមូលដ្ឋាននិងការខិតខំប្រឹងប្រែងយ៉ាងម៉េចហើយក៏សូមអឺបដិញ្ញាចិត្តខ្លួនឯងថាការរៀនរបស់យើងប្រឹង12ឆ្នាំគឺយកទៅបង្ហាញសមត្ថភាពនៅក្នុងរយៈពេល2សប្តាហ៍ចុងក្រោយបន្ទាប់នេះទាំងមានតែ2ថ្ងៃទេចឹងថាតើកិច្ចខិតខំប្រឹងប្រែងត្រូវធ្វើយ៉ាងម៉េចវាគ្មិនរបស់យើងទាំងពីររូបនឹងបង្ហាញគន្លឹះសំខាន់ដែរចឹងកន្លែងណាដែលអ្នកនរគ្នាអាចយកទៅអនុវត្តបានអនុវត្តបើសិនជាកន្លែងណាដែលគិតថាពិបាកឬក៏ធ្វើមិនកើតអាហ្នឹងក៏ជាការចូលរួមស្ដាប់ដើម្បីបានជាបទពិសោធន៍ទៅពេលខាងមុខតែប៉ុណ្្នឹងបាទតែទោះយ៉ាងណាក៏ក្នុងនាមខ្ញុំជាគណៈកម្មការជាថ្នាក់ដឹកនាំរបស់ក្លឹបសង្ឃឹមថាអ្វីដែលវាគ្មិនទាំងពីររូបនឹងផ្ដល់ជាគន្លឹះជូនពិតជាមានសារៈសំខាន់និងមានអត្ថន័យសម្រាប់ជាផ្លូវបង្ហាញឲ្យអ្នកទាំងអស់គ្នាកាន់តែមានភាពជឿជាក់និងទំនុកចិត្តពីការច្អល់បង្ហាញរបស់អតីតសិស្សនិតេអេរបស់យើងទាំងពីររូបនៅពេលនេះបាទអញ្ចឹងខ្ញុំសង្ឃឹមថាអ្វីដែលជាការចូលរួមរបស់បងប្អូននៅក្នុងឱកាសនេះពិតជាមានប្រយោជន៍ខ្លាំងហើយកុំភ្លេចខិតខំប្រឹងស្ដាប់ហើយកត់ត្រាហើយជាពិសេសតកតងជាមួយនឹងការចោតសួរផ្សេងដើម្បីឲ្យយល់កាន់តែច្បាស់ថាតើ
ចំណុចនោះគួរបែបម៉េចចំណុចនេះគួរបែបម៉េចចឹងជាក្នុងឱកាសនេះខ្ញុំសូមវិតម្លៃខ្ពស់សម្រាប់ការរៀបចំហើយក៏សូមជូនពរឲ្យកម្មវិធីរបស់យើងដំណើរការទៅបានល្អហើយក៏ជូនពរដល់អ្នកចូលរួមជាពិសេសវិក្កាមទាំងពីររូបឲ្យមានសុខភាពល្អអឺប្រឹងប្រែងរៀនសូត្របន្តហើយសម្រាប់ឆ្នាំជាមហាវិទ្យាល័យជានិស្សិតមហាវិទ្យាល័យរបស់យើងកាន់តែជោគជ័យជាងខ្ញុំបាទសូមអនុញ្ញាតបើកកម្មវិធីរបស់យើងតាក់ទងជាមួយនឹងការត្រៀមខ្លួនសម្រាប់ការប្រឡងបាក់ឌុបរបស់យើងនៅពេលខាងមុខនេះចាប់ពីពេលនេះតទៅបាទសូមអរគុណសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានសម្រាប់មតិបើកកម្មវិធីដ៏មានអត្ថន័យនិងប្រកបដោយភាពកក់ក្ដៅមួយនេះឆ្កេតបន្តខ្ញុំបាទសូមគោរពអញ្ជើញលោកហុលច័ន្ទសូរិយាប្រធានសាខាសាលាភាសាបរទេស Camp Asian សាខាទួលគោកធ្វើការចែករំលែកនិងណែនាំអំពីព័ត៌មានសាលាភាសាបរទេស Camp Asian សូមគោរពអញ្ជើញអរគុណច្រើនអរគុណសម្រាប់បងអូន moderator ហើយជាបឋមសូមគោរពលោកស្រៀងគឹមស្រុនស្ថាបនិកនិងជាប្រធានធរណីមាត្រវិទ្យាកម្ពុជាខ្ញុំបានជួបលោកគ្រូម្ដងដែរការរៀបចំកម្មវិធីចែកពានរង្វាន់ជូនដល់បងប្អូនជាលទ្ធិក្នុងការប្រកួតប្រជែងធរណីមាត្រវិទ្យាហើយបានជួបលោកគ្រូម្ដងទៀតនៅក្នុង Zoom បើតាមមានអារម្មណ៍កក់ក្ដៅរបស់លោកគ្រូរស់រាយមែនតើហើយក៏សូមគោរពទៅដល់ថ្នាក់នាំក្លឹបគណៈកម្មការក្លឹបក្រុមការងារលោកគ្រូអ្នកគ្រូហើយជាពិសេសគឺបងប្អូនបេក្ខជនខ្ញុំប្រើពាក្យថាបេក្ខជនចុះដែលនឹងត្រូវប្រឡងបញ្ចប់បាក់ឌុបឆ្នាំ2026នេះហើយសម្រាប់ខ្ញុំផ្ទាល់ខ្ញុំក៏មានបទពិសោធន៍ក្នុងការប្រឡងនឹងដែរគ្រូក៏ខ្ញុំប្រើពាក្យថាលោកគ្រូចុះខ្ញុំមុនពេលខ្ញុំចែកម្លែកអំពីCamazine ខ្ញុំសូមណែនាំខ្លួនបន្តិចខ្ញុំឈ្មោះសូរិយាហើយបច្ចុប្បន្នខ្ញុំជាប្រធានសាខា Camazine ទូកោហើយថ្ងៃនេះពិតជាមានកិត្តិយសមែនតើខ្ញុំអត់ចំណាយពេលច្រើនទេព្រោះចង់ទុកពេលវេលាច្រើនទុកឲ្យបងប្អូនដែលជាវាគ្មិនក្នុងការចែកម្លែកពី tip វិធីសាស្ត្រក្នុងការត្រៀមខ្លួនឲ្យបានល្អហើយបើយើងមើលទៅលើការប្រកាសរបស់ក្រសួងអប់រំគឺការប្រឡងយើងនឹងចាប់ផ្ដើមនៅថ្ងៃទី10ខែសីហានេះហើយមិនដល់1ខែផងអញ្ចឹងតែ2សប្តាហ៍ទៀតអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវឆ្លងកាត់វិញ្ញាសាមួយដ៏សំខាន់មែនតើដែលខ្ញុំអាចនិយាយថាវាគឺជាទំព័រថ្មីមួយដែលបងប្អូនផ្លាស់ប្ដូរអត្តសញ្ញាណរបស់ខ្លួនពីសិស្សវិទ្យាល័យទៅជានិស្សិតហើយការសម្រេចចិត្តរបស់បងប្អូនបន្ទាប់ពីប្រឡងជ្រើសរើសមុខវិជ្ជានឹងកំណត់នៅជោគវាសនារបស់បងប្អូននឹងកំណត់អត្តសញ្ញាណរបស់បងប្អូននៅក្នុងរយៈពេល4ឆ្នាំទៀតថាបងប្អូននឹងក្លាយជានរណាអញ្ចឹងគ្រូលើកទឹកចិត្តសូមឲ្យបងប្អូនគិតឲ្យហើយលោកគ្រូជឿជាក់ថាបន្ទាប់ពីបងប្អូនបានទទួលនៅtip ក៏ដូចជាការចែកម្លែកពីយុទ្ធសាស្ត្រវិធីសាស្ត្រក្នុងការត្រៀមខ្លួនឲ្យបានល្អសម្រាប់ប្រឡងបាក់ឌុបនេះលោកគ្រូជឿជាក់ថាបងប្អូនទាំងអស់គ្នានឹងធ្វើបានល្អទាំងអស់គ្នាអញ្ចឹងលោកគ្រូសូមបើកខ្លីប៉ុណ្ណឹងហើយលោកគ្រូសូមណែនាំបន្តិចតទៅនឹងសាលាភាសាបរទេស Camazine សាលាភាសាបរទេស Camazine គឺជាសាលាភាសាបរទេសយើងបង្រៀនពីរភាសាសំខាន់ដែលនៅក្នុងមានភាសាអង់គ្លេសនិងភាសាចិនហើយសាលាភាសាបរទេស Camazine ជាអាចនិយាយថាជាសាលាមួយដែលឈានមុខគេនៅក្នុងរាជធានីភ្នំពេញក៏ដូចជាប្រទេសកម្ពុជាទាំងមូលហើយសាលា Camazine គឺយើងបានបង្កើតតាំងពីឆ្នាំ2014បើគិតមកត្រឹមខែ7នេះយើងមានរយៈពេល12ឆ្នាំគត់តែម្ដងបាទចឹងដើម្បីកុំឲ្យខាត់ពេលយូរលោកគ្រូនឹងចែកម្លែកនៅព័ត៌មានខ្លះហើយក៏ដូចជាព័ត៌មានតកតងទៅនឹងអាហារូបករណ៍ផ្សេងផងដែរព្រោះបងប្អូនទាំងអស់គ្នាគាត់ជិតដឹងហើយគឺភាសាបរទេសគឺសំខាន់មែនតើព្រោះបងប្អូននៅពេលបញ្ចប់បាក់ឌុបទៅយើងនឹងត្រូវរើសយកជំនាញមួយនៅមហាវិទ្យាល័យហើយអ្វីដែលបងប្អូនមិនអាចខ្វះបាននោះគឺភាសាបរទេស
ដើម្បីជួយបងប្អូនជាយានដើម្បីបងប្អូនអាចធ្វើបានល្អនៅថ្នាក់មហាវិទ្យាល័យអញ្ចឹងខ្ញុំសូមចាប់ផ្ដើមតែម្ដងអញ្ចឹងខ្ញុំសូមទូទៅពីមេតិការរបស់យើងខ្ញុំនឹងណែនាំពីតើ Camazin របស់យើងមកដល់ពេលនេះយើងមានប្រមាណសាខាហើយពីរចនាសម្ព័ន្ធរបស់យើងទូទេកម្មវិធីសិក្សារបស់យើងហើយតកតងទៅនឹងសមត្ថផលផ្សេងដែល Camazin បានសម្រាប់កន្លងមកទូហើយនឹងកម្មវិធីបន្ថែមអ្វីដែលធ្វើឲ្យ Camazin អាចជាជំរើសមួយសម្រាប់បងប្អូនទៅពេលបងប្អូនចូលថ្នាក់មហាវិទ្យាល័យបងប្អូនអាចពិចារណាអាចមកសិក្សាភាសាចិនឬក៏ភាសាអង់គ្លេសនៅ Camazin បានអញ្ចឹងលោកគ្រូសូមចាប់ដើមទាក់ទងទៅនឹងសាខារបស់យើងទីមួយគឺសាខាអូឡ িম্প ពិកដែលជាសាខាកណ្ដាលរបស់យើងដែលមានទីតាំងនៅជិតហាងលោកផាឈើសីមុំនៅជិតសាអូឡ িম্প ពិកតែម្ដងសាខានេះជាសាខាដំបូងរបស់យើងមាន2អគារបន្តមកទៀតនៅយើងមានសាខាទី2របស់យើងដែលយើងហៅថាសាខា Camazin 2.1 ដែលនៅលើផ្លូវ2.1តែម្ដងចិត្តវិទ្យាល័យសាមគ្គីបាទហើយយើងក៏មានសាខាមួយទៀតដែលជាសាខាទី3របស់យើងគឺ Camazin ក្បាលខ្នងជាសាខាធំមួយនៅលើផ្លូវ2.1ដូចគ្នាគឺនៅចិត្តជីបម៉ុង Mega Mall ហើយនេះជាសាខាផ្ទាល់របស់លោកគ្រូអាចជាបងគឹមស្រុនធ្លាប់អញ្ជើញទៅដែរបងបាទអាចជាបងអាចដឹងអូខេសាខា Camazin យើងរៀបចំបែបណាបាទហើយនេះជាសាខាផ្ទាល់ដែលលោកគ្រូជាអ្នកគ្រប់គ្រងហើយបច្ចុប្បន្នយើងមានសិស្សជាង2000នាក់ដែលកំពុងសិក្សាភាសាចិនភាសាអង់គ្លេសហើយសាខាទី5របស់យើងគឺសាខាបង្កក់នៅលើទំនប់បង្កក់របស់យើងហ្នឹងចិត្តរង្វង់មូលគួរកណ្ដុងដែលជាសាខាធំមួយទៀតរបស់យើងយើងមានសិស្សចិត្តក្បែរ2000នាក់ដែរយើងមានសិស្សនិស្សិតច្រើនមែនទែនហើយថ្មីនេះយើងទៅតែសម្ពោធសាខាធំមួយទៀតគឺCamazin មានជ័យនៅចិត្តស្ពានអាកាសស្ទឹងមានជ័យរបស់យើងអូខេអញ្ចឹងសរុបមកគឺ Camazin បច្ចុប្បន្នយើងមាន6សាខាធំទូទាំងរាជធានីភ្នំពេញដែលបងប្អូនអាចសិក្សានៅសាខាណាមួយដែលនៅចិត្តផ្ទះឬនៅចិត្តសាលារបស់បងប្អូនអញ្ចឹងគ្រូមិនgo through អត់ទេលោកអគ្គនាយករបស់ Camazin គាត់ឈ្មោះលោកសៀងសុបញ្ញាលោកញ៉ាសៀងសុបញ្ញាគាត់ជាបញ្ញវន្តមួយរូបដែរទទួលបានអាហារូបករណ៍អនុបណ្ឌិតមកពីអូស្ត្រាលីដែរហើយគាត់ជាថ្នាក់នាំដែរស្រឡាញ់ការអប់រំហើយយើងក៏មានលោកនាយកប្រតិបត្តិលោកហេងវ៉ាន់បណ្ឌិតគាត់ជានាយកប្រតិបត្តិហើយយើងមានរចនាសម្ព័ន្ធច្បាស់លាស់ក្នុងការគ្រប់គ្រងដើម្បីធានានូវគុណភាពរបស់យើងនៅ Camazin អញ្ចឹងលោកគ្រូអត់ go through ច្រើនទេហើយយើងនេះជាកម្មវិធី Snow ដែលអ្វីលោកគ្រូចង់ណែនាំអញ្ចឹង Camazin គឺយើងមានកម្មវិធីភាសាអង់គ្លេសដ៏ល្អដែលយើងប្រើសភៅ English File 5th edition ដែលជា curriculum ថ្មីហើយជា latest edition កម្មវិធីសិក្សាភាសាអង់គ្លេសរបស់យើងមាន14កម្រិតហើយយើងក៏មានបញ្ចូលនៅ online e-learning platform មកពីប្រទេសអូស្ត្រាលីផងដែរហើយសួរថាតើបងប្អូនរៀនចប់នឹងបានទទួលអីអញ្ចឹងយើង Camazin យើងមាន international test 2ជាជំរើសបងប្អូនបន្ទាប់ពីចប់គឺយើងមាន Oxford Test of English ដែលយើងជា Authorized Test Center ដោយខ្លួនឯងតែម្ដងហើយមួយទៀតគឺយើងមាន IELTS ដែលបងប្អូនអាចប្រឡង Oxford ក៏បាន Test of English ក៏បាន IELTS ក៏បានដែលបងប្អូនអាចយកទៅដាក់អាហារូបករណ៍នៅក្រៅប្រទេសបានហើយយើងក៏មានកម្មវិធីភាសាអង់គ្លេសសម្រាប់ professional សម្រាប់បុគ្គលិកក្រុមហ៊ុនផងដែរបាទដែលយើងប្រើសភៅ Market Leader អញ្ចឹងភាសាអង់គ្លេសរបស់យើងមាន2នៅក្នុងហ្នឹងគឺយើងមានអង់គ្លេសទូទៅហើយមួយទៀតគឺអង់គ្លេសសម្រាប់បុគ្គលិកឬក៏យើងអាចហៅថា professional purpose ណា English for professional purpose អញ្ចឹងលោកគ្រូសូម go through ត្រួសទេដោយសារចង់ទុកពេលច្រើនឲ្យវាគ្មិនយើងហើយកម្មវិធីដែលសំខាន់មួយទៀតរបស់ Camazin ដែលជា leading តែម្ដងលោកគ្រូអាចនិយាយគឺ General Chinese program របស់យើងដែលក្នុងនោះយើងមាន9កម្រិតហើយរយៈពេលសិក្សាបងប្អូនសិក្សាមកចប់កម្មវិធីតែ2ឆ្នាំកន្លះទៅ3ឆ្នាំទេហើយយើងមានទាំងគ្រូខ្មែរហើយនិងគ្រូជនជាតិដើមតែម្ដងហើយ Camazin គឺយើងសម្រាប់គ្រូមិនចេះតែរើសចូលទេគឺ
គឺយើងរើសដោយផ្ចិតដោយលម្អិតមែនតើគឺយើងមើលទាំងសមត្ថភាពរបស់គាត់ qualification ហើយមើលជាពិសេសហ្នឹងគឺសមត្ថភាពតេស្តប្រឡង XSK របស់គាត់ដែរហើយតើបងប្អូនហេតុអីបានរៀននៅគួរជ្រើសរៀនភាសាចិននៅ Camp ASEAN ទីមួយគឺយើងមាន test authorized center យើងមានប្រឡង ASK ដល់ខ្លួនឯងតែម្ដងហើយយើងមានការរៀបចំជារៀងរាល់ term ផងដែរអញ្ចឹងបងប្អូនរៀនចប់អាចប្រឡងបានសញ្ញាបត្រ2ទី1ពីចេញពី Camp ASEAN មួយទៀតគឺយើងមានតេស្តអន្តរជាតិសញ្ញាបត្រអន្តរជាតិ ASK ដែលបងប្អូនអាចដាក់អាហារូបករណ៍ទៅសិក្សាបន្តនៅប្រទេសចិនបានបាទអញ្ចឹងគឺសូមបន្តទៅទៀតអាចលឿនទេហើយយើងក៏មានកម្មវិធីក្មេងៗដែរប៉ុន្តែលោកគ្រូអត់ go through លម្អិតទេយើងមានតែនៅសាខាកណ្ដាលទេបាទហើយយើងក៏មានe-learning platform ដែលយើងបង្រៀននៅតាមបុគ្គលិកនៅតាមស្ថាប័នក្រុមហ៊ុនផ្សេងៗដែរយើងមាន customer course សម្រាប់បុគ្គលិកនៅតាមក្រុមហ៊ុនដែរបាទហើយនេះគឺជាលោកគ្រូអ្នកគ្រូរបស់យើងហើយខ្ញុំដាក់តែមួយចំនួនទេយើងមានទាំងគ្រូខ្មែរគ្រូជនជាតិដើមយើងមានទៅតាមកម្រិតដែរហើយ Camazin លោកគ្រូហ៊ានធានាថាគ្រូគឺសិតតែមានវិជ្ជាជីវៈនិងមានសមត្ថភាពមានគ្រូកសលបង្រៀនច្បាស់លាស់មានគុណភាពច្បាស់លាស់ជូនហើយសួរថាតើ Camazin ឥឡូវហ្នឹងមានសិស្សនិស្សិតកំពុងរៀនមកអ្នកលោកគ្រូសូយ៉ាកំពុងតែនិយាយច្រើនហ្នឹងអញ្ចឹងសិស្សរបស់យើងគឺនេះជាទិន្នន័យអាចធ្វើមុនទេតែអាចគិតមកដល់ពេលបច្ចុប្បន្នហ្នឹងគ្រូអាចនិយាយថាក្បែរ10000នាក់ហើយដែលកំពុងតែសិស្សនិស្សិតដែលកំពុងសិក្សានៅគ្រប់សាខារបស់យើងហើយនេះគឺជាសកម្មភាពផ្សេងដែលយើងបានរៀបចំជូនសិស្សនិស្សិតរបស់យើងផងដែរយើងមានការប្រកួតប្រជែងទាំងកម្រិតអន្តរជាតិយើងមាន OC Study Tour ផ្សេងបាទនេះជាសកម្មភាពផ្សេងដែលយើងបានរៀបចំយើងមាន professional development សម្រាប់គ្រូរបស់យើងជាប្រចាំដើម្បី upgrade skill របស់គាត់យើងក៏មានសិក្ខាសាលាបតកថាជូនសិស្សនិស្សិតរបស់យើងផងដែរហើយយើងក៏មាននេះលោកគ្រូសូមបញ្ជាក់បន្តិចទៅបងប្អូនសម្រាប់បងប្អូនដែលលោកគ្រូខ្ញុំអត់ដែររៀនចិនផងណាខ្ញុំធំមកខ្ញុំរៀនមិនទាន់អញ្ចឹង Camazin គឺយើងមានតាំងពីកម្រិតដំបូងទាំងភាសាចិនភាសាអង់គ្លេសដែរហើយយើងសិក្សារយៈពេលខ្លីល្មមដែលបងប្អូនអាចមានគ្រឹះហើយអាចទៅរៀននៅក្នុងកម្មវិធីផ្លូវការរបស់យើងនឹងដោយជោគជ័យបានអូខេអញ្ចឹងលោកគ្រូសូមត្រួសទេហើយបច្ចុប្បន្ននេះយើងក៏កំពុងផ្ដល់អាហារូបករណ៍ជូនបងប្អូនដែលបានប្រឡងនៅក្នុងបាក់ឌុបនៅក្នុងឆ្នាំ2024 2025ផងដែរហើយឆាប់នៅខាងមុខនេះគឺយើងនឹងផ្ដល់អាហារូបករណ៍ជូនបងប្អូនដែលគាត់នឹងប្រឡងចប់យើងផ្ដល់ជូនមានតាំងពី 100% រហូតដល់ 20% ទៅតាមនីតិផងដែរហើយយើងផ្ដល់ជូនជារៀងរាល់ឆ្នាំតែម្ដងគឺច្រើនកន្លែងអញ្ចឹងពេលអាហារូបករណ៍ត្រូវបានអនុម័តលោកគ្រូនឹងចែកលេខជូនបងប្អូនផងដែរដើម្បីបងប្អូនអាចដាក់ apply បានអញ្ចឹងសម្រាប់ Camazin យើងមានពាក្យស្លោកមួយគឺយើងដាក់បេះដូងរបស់យើងនៅក្នុងការអប់រំអញ្ចឹងយើងធ្វើអ្វីក៏ដោយគឺយើងគិតទៅលើការអប់រំហើយយើងធ្វើដោយប្រកបទៅដោយគុណភាពយើងអត់ធ្វើដោយបន្លែបន្លំលំទេអញ្ចឹងហើយដែលធ្វើឲ្យ Camazin ទទួលបានការគាំទ្រពីសិស្សនិស្សិតរបស់យើងដែលបច្ចុប្បន្ននេះយើងមានសិស្សរហូតដល់ 10000 នាក់កំពុងតែសិក្សានៅក្នុងកម្មវិធីសិក្សាភាសាចិនភាសាអង់គ្លេសហើយដែលជាភាសាសំខាន់មែនទែនសម្រាប់បងប្អូនសិស្សនិស្សិតក៏ដូចជាលោកគ្រូក៏ដោយក៏លោកគ្រូបន្តរៀនដែរអញ្ចឹងលោកគ្រូសូមខ្លីប៉ុណ្ណឹងហើយជាចុងក្រោយលោកគ្រូសូមឲ្យបងប្អូនទាំងអស់គ្នាចូលរួមស្ដាប់បងប្អូនវាគ្មិនរបស់យើងទាំងពីររូបដែលមួយរូបគាត់មកពីវិទ្យាសាស្ត្រពិតហើយម្នាក់មកពីវិទ្យាសាស្ត្រសង្គមអញ្ចឹងគឺគាត់នឹងចែកម្លែកពីវិធីសាស្ត្ររបស់គាត់ដើម្បីត្រៀមខ្លួនហើយសូមជាថ្មីម្ដងទៀតខ្ញុំសូមអរគុណទៅដល់អ្នករៀបចំហើយក៏សូមជូនពរបងប្អូនទាំងអស់គ្នាឲ្យប្រឡងជាប់បាក់ឌុបក្នុងឆ្នាំ2026ហ្នឹងហើយទទួលបាននិទេសដែលខ្លួនបងប្រាថ្នាហើយសូមជូនពរបងប្អូនទាំងអស់គ្នាជោគជ័យនៅក្នុងជីវិតសិក្សាក៏ដូចជាជ្រើសរើសមុខជំនាញឲ្យបានត្រឹមត្រូវសម្រាប់ជាអត្តសញ្ញាណរបស់បងប្អូនថ្ងៃក្រោយបងប្អូនចង់ធ្វើជាអីជា engineer ជា architect ជាគ្រូបង្រៀន
ចឹងបងប្អូនត្រូវតែមានអត្តសញ្ញាណមួយសម្រាប់ខ្លួនដើម្បីក្លាយជាមូលធនមនុស្សដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជារបស់យើងសូមអរគុណបាទចឹងខ្ញុំសូមបកវេទិកាជូនទៅដល់ moderator វិញបាទអរគុណអរគុណអរគុណចឹងខ្ញុំសូមបកវេទិកាទៅឲ្យ moderator វិញបាទអរគុណអរគុណបាទដោយសារតែ moderator គាត់មានបញ្ហាតាក់ទងជាមួយការចូលតិចអញ្ចឹងសូមអរគុណយ៉ាងជ្រាលជ្រៅទៅកាន់លោកហុលចាំសូយ៉ាប្រធានសាខាសាលាភាសាបរទេសខេមរៈសាខាតកដែលបានធ្វើការចែករំលែកក៏ដូចជាណែនាំព័ត៌មានយ៉ាងខុសក្បាយពីសាលាក៏ដូចជាចែករំលែកនៅបទពិសោធន៍ផ្ដល់នៅពាក្យជូនពរក៏ដូចជាការលើកទឹកចិត្តទៅកាន់បេក្ខជនប្រឡងរបស់យើងនៅក្នុងឆ្នាំនេះអញ្ចឹងជាកិច្ចបន្តមកទៀតគឺជាការចែករំលែកនៅបទពិសោធន៍នៅក្នុងការត្រៀមខ្លួនប្រឡងពីសំណាក់វាគ្មិនកិត្តិយសទាំងពីររូបរបស់យើងដែលវាគ្មិនដំបូងដែលធ្វើការចែករំលែកគឺកញ្ញាអឺលឹមឈូកេចដែលមកជាសិស្សនិតិអេឆ្នាំ2025ផ្នែកវិទ្យាសាស្ត្រសង្គមនឹងធ្វើការចែករំលែកក៏ដូចជាបង្ហាញនៅគន្លឹះសិក្សារបស់គាត់ជូនទៅកាន់អង្គសិក្ខាសាលារបស់យើងបាទសូមក្រុមជើងអធិស្ឋានលោកគ្រូខ្ញុំអាច share screen ខ្ញុំបាន browser អត់នេះបងប្អូនដាក់ cursor ចុះមកក្រោមទៅវា load ឡើងណាអញ្ចឹងសញ្ញា share ព្រួយឡើងខាងលើហ្នឹងចុចឡើងទៅលើហ្នឹងបងប្អូនចុចលើហ្នឹងទៅហើយអាច share បានសាក share ម្ដងទៀតណាអូនអូនអូប្រហែលខេជាដាក់ cursor ចុះក្រោមបន្តិចនៅលើ Zoom ហ្នឹងណាក្រោមបានអត់ទេគេលោកគ្រូខ្ញុំ share screen អត់កើត share តាម Canva នោះអត់កើតដែលអត់ได้ចាំក្រុមការងារ share ចឹចូលងអូខេអញ្ចឹងក្រុមការងារបាន share ហើយអាចចាប់ផ្ដើមបានអរគុណជាដំបូងនេះខ្ញុំសូមគោរពជំរាបសួរដល់លោកគ្រូស្រីគឹមស្រស់ដែលជាស្ថាបនិកក៏ដូចជាប្រធានក្លឹបធរណីវិទ្យានិងសួស្តីទៅដល់បងប្អូននិស្សិតបងប្អូនដែលជានិស្សិតសានុសិស្សត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិនាពេលខាងមុខនេះអញ្ចឹងនៅក្នុងការចែករំលែកអំពីការត្រៀមខ្លួនប្រឡងសញ្ញាបត្រទុតិយភូមិនៅក្រៅប្រធានបទ My Journey to Achieving Grade A in the Social and Stream អញ្ចឹងបងបានបែងចែកជា5មាតិកាធំៗនៅក្នុងនោះនៅក្នុងនោះមាន introduction and background preparation journeys subject specific strategies challenges and personal experience and advice and future journey អញ្ចឹងនៅក្នុងចំណុចទី1មាន introduction and background អញ្ចឹងបងសំណានាំខ្លួនបងឈ្មោះលឹមឈីវហ្គាជាអតីតសិស្សនិទេស A ផ្នែកវិទ្យាសាស្ត្រសង្គមនៅក្នុងឆ្នាំសិក្សា2024និង2025
ចឹងចូលមកដល់សំណួរទី1អូចូលលោកគ្រូសូមជួយនេះ slide អូខេសំណួរទី1 Why did you choose the social science stream អញ្ចឹងមូលហេតុអីបានជាបងជ្រើសរើសយកមុខវិជ្ជាផ្នែកវិទ្យាសាស្ត្រសង្គមអញ្ចឹងដោយសារតែមូលហេតុទី3ទី1ហ្នឹងគឺដោយសារតែបងចូលចិត្តរៀនខាងមុខវិជ្ជាសង្គមជាងមុខវិជ្ជាវិទ្យាសាស្ត្រហើយទី2ចំពោះមុខវិជ្ជាទាំងអស់ដែលបងរៀនហ្នឹងគឺបងបកកែខាងអក្សរសាស្ត្រខ្មែរជាងគេអញ្ចឹងដោយបងអូនដឹងហើយចំពោះមុខវិជ្ជាខាងវិទ្យាសាស្ត្រសង្គមអក្សរសាស្ត្រខ្មែរហ្នឹងវាប្រៀបបានទៅជាមូលដ្ឋានគ្រឹះដើម្បីសិក្សាមុខវិជ្ជាសង្គមផ្សេងទៀតហើយចូលមកដល់ចំណុចទី3គឺពាក់ព័ន្ធនឹងជំនាញដែលបងត្រូវរៀននៅក្នុងសាកលវិទ្យាល័យមុខវិជ្ជាខាងសង្គមហ្នឹងគឺមានពាក់ព័ន្ធជាមួយនឹងខាងជំនាញបងច្រើនហើយចូលដល់សំណួរទី2 What inspire you to pursue grade A ចឹងមូលហេតុដែលជំរុញឲ្យបងចង់បាននិទ្ទេស A ហ្នឹងគឺទី1គឺដោយសារតែម៉ាក់ប៉ាទី2គឺដោយសារតែខ្លួនឯងគឺដើម្បីឱកាសសិក្សានៅក្នុងសាកលវិទ្យាល័យធំពិសេសហ្នឹងគឺឱកាសហៅរូបករណ៍ប៉ុន្តែអីដែល inspire បងខ្លាំងបំផុតហ្នឹងនៅពេលដែលបងឃើញបងនិទ្ទេស A ឆ្នាំមុនគាត់ផុសចែករំលែកអំពីសមិទ្ធផលរបស់គាត់ពិសេសហ្នឹងគឺការបង្កើតមាតិកាសិក្សាមាតិកាដែលពាក់ព័ន្ធជាមួយនឹងការរំលែកនិងលើកទឹកចិត្តអំពីការទទួលបាននិទ្ទេស A ហើយអាហ្នឹងគឺជាអីដែល inspire បងខ្លាំងបំផុតហើយចូលមកដល់ចំណុចទី2គឺ preparation journey ចំពោះ preparation journey គេសួរថាសំណួរទី1 How did you organize your study schedule throughout grade 12អញ្ចឹងចំពោះបងនឹងបែងចែកទៅជា2 schedule ហ្នឹងគឺទី1 schedule នៅពេលដែលបងរៀននៅសាលានិង schedule ដែលបងរៀននៅពេលដែលបាកហើយចំពោះ schedule នោះគឺបងគិតថាអាចជួយបងប្អូនបានច្រើនទេដោយសារយើងជិតដល់ពេលប្រឡងមែនតើប៉ុន្តែបងនឹងបង្ហាញខ្លីៗឲ្យដឹងពីរបៀបដែលបងរៀនចូលមកដល់ schedule ពេលដែលបងរៀននៅសាលាហ្នឹងគឺបងរៀនដោយស្វ័យសិក្សាទេអានេះដែលបងបង្ហាញហ្នឹងហើយនៅក្នុងថ្ងៃច័ន្ទបងរៀនប្រវត្តិថ្ងៃអង្គារបងរៀនផែនដីថ្ងៃពុធបងរៀនភូមិជាមួយនឹងអង់គ្លេសដោយសារតែវិញ្ញាសានិងចម្លើយហ្នឹងគឺវាខ្លីៗហើយប្រហែលបងរៀនសិលធម៌ពលរដ្ឋថ្ងៃសុក្របងរៀនគណិតហើយសារអាទិត្យហ្នឹងគឺបងរៀនខ្មែរនិងគណិតចូលគ្នាហើយចំពោះរបៀបដែលបងរៀនហ្នឹងគឺបងរៀនតាមប្លង់សិក្សាតាមមេរៀនដែលលោកគ្រូអ្នកគ្រូតម្លាក់ឲ្យហើយចំពោះ schedule after academic year គឺនៅពេលដែលបាកងហ្នឹងបងបដូរពីរៀនមួយថ្ងៃមួយមុខវិជ្ជាមករៀនពីមួយមុខវិជ្ជា15ថ្ងៃវិញអញ្ចឹងចំពោះមុខវិជ្ជាទន្ទិញហ្នឹងគឺមាន4មុខប្រវត្តិសិលធម៌ភូមិជាមួយនឹងផែនដីអញ្ចឹងក្នុងមុខវិជ្ជាហ្នឹងគឺបងប្រើរយៈពេល15ថ្ងៃដើម្បីបញ្ចប់វិញ្ញាសាទាំងមូលហ្នឹងហើយដល់ឡែកមុខវិជ្ជាអក្សរសាស្ត្រខ្មែរនិងមុខវិជ្ជាគណិតអត់មានលើនឹងទេដោយសារតែបងរៀនពីមុខវិជ្ជាហ្នឹងរាល់ថ្ងៃមួយថ្ងៃពី2ម៉ោងដោយសារតែមុខវិជ្ជាពីរហ្នឹងគឺសំខាន់ហើយអាចថាបងអត់សូវទាន់ប្រកែខ្លាំងហើយចំពោះថ្ងៃទី61ដល់ថ្ងៃទី75ហ្នឹងគឺសល់រយៈពេល2អាទិត្យដោយបងប្អូនឥឡូវហ្នឹងបងចាប់ផ្ដើមអនុវត្តវិញ្ញាសាពីឆ្នាំ2014ដល់2024និងវិញ្ញាសាត្រៀមផ្សេងទៀតអានឹងគឺជា schedule របស់បងអញ្ចឹងចូលមកដល់សំណួរទី2បន្ទាប់ហ្នឹងគឺ what learning habits contributed most to your success អញ្ចឹងចំពោះចំណាប់សិក្សារបស់បងហ្នឹងគឺមាន2ទី1គឺបងរៀនមុនលោកគ្រូអ្នកគ្រូមួយថ្ងៃមុនពេលដែលគាត់បង្រៀនហ្នឹងគឺការមើលវីដេអូបង្រៀនខ្លីៗឬមួយក៏ការអានសៀវភៅពុំដើម្បីឲ្យយើង build basic knowledge ឬមួយក៏យើងយល់ពីខ្លឹមសារមេរៀនខ្លះៗហើយចឹងពេលដែលយើងទៅរៀនជាមួយលោកគ្រូអ្នកគ្រូទៅគឺយើងឆាប់យល់បានលឿនហើយចំពោះទម្លាប់សិក្សាទី2របស់បងហ្នឹងគឺការទន្ទិញមេរៀនរបៀបទន្ទិញមេរៀនរបស់បងគឺបងអត់ចូលចិត្តទន្ទិញដោយចាំមកទេគឺបងទម្លាប់ក្នុងការទៅសេដោយសារតែពេលបងទិញចាំមកហ្នឹងគឺយើងចាំសពិតសពិលហើយយើងចាំមកភ្លេចក្រោយដោយឡែកពេលដែលបងទៅសេអក្សរហ្នឹងគឺយើងពេលដែលយើងទៅសេហ្នឹងគឺយើងចាំបានយូរហើយចាំបានលឿនដោយសារតែពេលទៅសេបរាហ្នឹងគឺយើងធ្វើការវិភាគក៏ដូចជាគិតហើយអាហ្នឹងគឺចំណុចរបស់បងដែលជួយបងបានច្រើនហើយចូលមកដល់សំណួរទី3ហ្នឹងគឺ which study resources that you frequently use ចង់បងចំពោះការរៀនបងមានត្រៀមដូចជាសភៅវិញ្ញាសាសភៅពុំនិងសភៅរៀនគឺបងមើលទាំងអស់ប៉ុន្តែសម្រាប់បងផ្ទាល់ហ្នឹងបងចូលចិត្តមើលវីដេអូ YouTube ដែលក្រសួងអប់រំក៏បានផុសផ្ទាល់ដែលមានទាំងមេរៀនមានទាំងកំណែវិញ្ញាសាហើយពេលដែលបងធ្វើការរៀនតាមវីដេអូហ្នឹងគឺអាចជួយពេលដែលបងរៀនហ្នឹងកុំឲ្យយើងឆាប់ធុញហើយមួយទៀតហ្នឹងពេលដែលរៀនទៅលោកគ្រូអ្នកគ្រូក៏បញ្យល់បានក្បោះក្បាយយើងអាចជៀសវាងកំហុសពេលប្រឡងជាពិសេសហ្នឹងគឺពេលដែលនៅសាលាយើងមានលោកគ្រូអ្នកគ្រូជួយបង្រៀនយើងហើយពេលដល់ផ្ទះយើងមានលោកគ្រូអ្នកគ្រូជួយបង្រៀនមួយទៀតអញ្ចឹងវាធ្វើឲ្យការសិក្សារបស់យើងហ្នឹងគឺបានល្អប្រសើរជាងមុនច្រើនហើយចូលមកដល់ចំណុចបន្ទាប់ហ្នឹងគឺ subject specific strategies អញ្ចឹងទី1 how did you prepare for each subject
ចឹងចំពោះអក្សរសាស្ត្រខ្មែរទី1គឺយើងត្រូវចេះគម្រោងតែងឲ្យបានច្បាស់លាស់បើមិនអញ្ចឹងទេយើងអាចអត់ដឹងពេលណាចុះបន្ទន់នៅរបៀបសរសេរហើយពិសេសហ្នឹងចំពោះថ្នាក់សង្គមយើងកុំចេះតែប្រធានបញ្យលមួយយើងគួរតែចេះប្រធានវិភាសាមួយទៀតដោយសារយើងអាចដឹងទេថាក្រសួងគាត់ចេញប្រធានអីគេអញ្ចឹងយើងគួរតែត្រៀមទុកទាំងពីរទៅចំពោះអ្នកវិទ្យាសាស្ត្រសង្គមហើយបន្ទាប់ហ្នឹងគឺប្រភេទប្រធានហ្នឹងគឺប្រភេទប្រធានបញ្យលនិងវិភាសាហ្នឹងឯងហើយចំណុចបន្ទាប់ហ្នឹងគឺអក្សរសាស្ត្រអក្សរសិល្ប៍អក្សរសិល្ប៍យើងគឺគួរតែចេះឲ្យបានច្រើនចេះដោយខ្លឹមសារអត្ថន័យកម្មវត្ថុដែលអ្នកនិពន្ធគេចង់បង្ហាញចង់ឲ្យយើងដឹងហើយជាពិសេសហ្នឹងគឺឈ្មោះតួអង្គសកម្មភាពសំខាន់ព្រឹត្តិការណ៍នៅក្នុងរឿងហ្នឹងបើសិនជាយើងចេះអក្សរសិល្ប៍បានច្បាស់លាស់ពេលគ្រាន់តែយើងឃើញប្រធានយើងក៏លេចឆ្លាតគឺយើងដឹងហ្មងថាយើងអាចលើកឧទាហរណ៍រឿងគេបានខ្លះហើយអីដែលសំខាន់មួយទៀតហ្នឹងគឺការបំបែកកំណត់ហ្នឹងគឺសំខាន់មែនទែនចំពោះការសរសេរតែងសេចក្តីហើយរបៀបដែលបងបែកកំណត់ហ្នឹងគឺទី1យើងត្រូវអានទៅលើប្រធានហ្នឹងឲ្យបានច្រើនដងឲ្យបាន4ទៅ5ដងដើម្បីយើងយល់ថាប្រធានគេចង់និយាយអំពីអីហើយមួយទៀតហ្នឹងគឺយើងត្រូវមើលពាក្យកន្លឹះសំខាន់របស់ប្រធានហើយយើងមើលថាប្រធានហ្នឹងគឺគេចង់បានអីឧទាហរណ៍សន្តិភាពនាំមកនូវការអភិវឌ្ឍអញ្ចឹងប្រធានហ្នឹងគឺគេចង់បានអីគឺគេចង់បានការអភិវឌ្ឍហើយសន្តិភាពនិងអភិវឌ្ឍហ្នឹងគឺជាពាក្យកន្លឹះសំខាន់របស់យើងហ្នឹងហើយរបៀបបំបែកគំនិតមួយទៀតដែលបងអាសាប្រើនៅពេលដែលយើងអាចថាយើងអស់គំនិតយើងដោះតល់ហ្នឹងគឺបងចាប់ផ្ដើមមើលថាប្រធានហ្នឹងយើងអាចលើកអក្សរសិល្ប៍អីបានខ្លះចឹងយើងរៀនអក្សរសិល្ប៍មកយើងរៀនសកម្មភាពឬមួយក៏សកម្មភាពដែលអក្សរដែលរឿងហ្នឹងវាពាក់ព័ន្ធនឹងប្រធានយើងយកវាមកធ្វើជាគំនិតរបស់យើងហើយការដែលធ្វើអញ្ចឹងគឺអាចជួយឲ្យយើងដោះតបបានមួយគ្រាដែរសម្រាប់បងហើយមួយទៀតហ្នឹងគឺការអានឬមើលអត្ថបទអក្សរសិល្ប៍ការអានឬមើលអត្ថបទអក្សរសិល្ប៍ហ្នឹងគឺទី1ជួយអក្ខរាវិរុទ្ធរបស់យើងបានច្រើនទី2គឺជួយបណ្ដុះគំនិតឲ្យយើងមានគំនិតទូលំទូលាយនិងគំនិតច្រើននៅពេលដែលសរសេរអក្សរសិល្ប៍និងតែងសេចក្តីហើយចូលមកដល់មុខវិជ្ជាបន្តហ្នឹងគឺប្រវត្តិវិទ្យាគឺជាមុខវិជ្ជាដែលគេសិក្សាទៅលើប្រវត្តិសាស្ត្រដែលកើតឡើងវត្តនៅលើពិភពលោកយើងហ្នឹងអញ្ចឹងហើយគឺបងណែនាំឲ្យយើងសិក្សាទៅតាមប្លង់មេរៀនពីសម័យកាលមួយទៅសម័យកាលមួយហើយទី2យើងត្រូវចងចាំព្រឹត្តិការណ៍ថ្ងៃខែឆ្នាំកាលបរិច្ឆេទហ្នឹងទីកន្លែងនិងបុគ្គលសំខាន់នៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រហ្នឹងហើយទី3ហ្នឹងគឺយើងត្រូវវិភាគទៅលើមូលហេតុទឹកឡើងកកើតបញ្ចប់ឬដួលរលំនៃព្រឹត្តិការណ៍ឬរបបណាមួយហើយទី2ហ្នឹងគឺទីចុងក្រោយគេគឺយើងត្រូវចេះពីកន្លឹះឆ្លើយសំណួរដោយសារបើសិនជាយើងបានបន្ទុកច្រើនយើងត្រូវចេះពីរបៀបឆ្លើយសំណួរទៅតាមសំណួរនីមួយៗដូចជាឧទាហរណ៍នេះមានពណ៌នាសមិទ្ធផលវិបាកជាដើមហើយមុខវិជ្ជាបន្តហ្នឹងគឺសិលធម៌ពលរដ្ឋនិង MCE សិលធម៌ពលរដ្ឋគឺបងណែនាំឲ្យយើងផ្អែកលើការយល់ជាការទន្ទឹងដោយសារតែមុខវិជ្ជាពលរដ្ឋនេះបើសិនជាយើងទន្ទឹងគឺយើងងាយភ្លេចប៉ុន្តែបើសិនជាយើងផ្អែកទៅលើការយល់ពេលដែលយើងយល់ទៅយើងប្រឡងយើងមិនបាច់ចាំទៅសេតាមកំណែគេមកទាំងអស់ឬតាមសភៅពុំទេយើងទៅសេតាមកំណត់យើងក៏យើងអាចទទួលបានបន្ទូលល្អបានដែរហើយចូលមកដល់ជំនាន់បន្ទាប់ហ្នឹងគឺព្យាយាមអាននិងយល់ពីខ្លឹមសារមេរៀនចំពោះមុខវិជ្ជាសិលធម៌មួយក្នុងហើយមេរៀននីមួយៗហ្នឹងគឺបងអានមិនតិចយ៉ាងតិចមិនខំ10ដងទេដើម្បីឲ្យយើងយល់បានជ្រាលជ្រៅហើយទី3ហ្នឹងគឺធ្វើការវិភាគលើខ្លឹមសារមេរៀនអំឡុងពេលដែលយើងអានហ្នឹងគឺយើងត្រូវការវិភាគហេតុអីក៏គេអះអាងបែបហ្នឹងហេតុអីបានមេរៀនហ្នឹងគេនិយាយបែបហ្នឹងហើយចុងក្រោយគេហ្នឹងគឺ note ពាក្យសំខាន់ដោយសារតែមុខវិជ្ជាសិលធម៌ពលរដ្ឋគឺមានពាក្យបច្ចេកទេសថ្មីច្រើនជាពិសេសគឺពាក្យច្បាប់ពាក្យបលេសំស្ក្រឹតដែលយើងអត់ដែលជួបហ្នឹងអញ្ចឹងយើងគួរតែ note ទឹកដើម្បីអីពេលដែលយើងអានឬសិក្សាទៅលើមេរៀនហ្នឹងគឺយើងងាយយល់ហើយចូលមុខវិជ្ជាបន្ទាប់ហ្នឹងគឺមុខវិជ្ជាភូមិវិទ្យាគឺមុខវិជ្ជានេះអាចថាជាមុខវិជ្ជាមួយដែលស្រួលនៅក្នុងការរៀនជាងគេប៉ុន្តែយើងគួរធ្វើប្រហែសអញ្ចឹងសម្រាប់បងគឺបងរៀនតាមប្លង់មេរៀនប្រសពជាងប្រឡងហ្នឹងហើយអនុវត្តវិញ្ញាសាចាស់អានឲ្យយល់ពីខ្លឹមសារមេរៀនហើយយើងបន្ថែមគំនិតខ្លួនឯងប៉ុន្តែការបន្ថែមគំនិតហ្នឹងគឺយើងបន្ថែមតែអីដែលអាចបន្ថែមបានហើយយើងកុំធ្វើអីឲ្យហួសហេតុឬមួយក៏ច្រើនពេកហើយមួយទៀតនេះគឺត្រូវយល់ពីរបៀបឆ្លើយគេមានរបៀបដែលយើងឆ្លើយជាបញ្យលនិងការត្រេអញ្ចឹងបងប្អូនដែលគាត់រៀនតាមវិញ្ញាសាគឺគាត់ដឹងរបៀបឆ្លើយគេមកយ៉ាងបើយើងធ្លាប់រៀនប៉ះហើយចូលមកដល់មុខវិជ្ជាផែនដីវិទ្យាឬ Earth Science ហ្នឹងរបៀបដែលបងរៀនហ្នឹងគឺបងអនុវត្តវិញ្ញាសាចាស់ហើយបងអាននិងដកស្រង់សំណួរពីសភៅពុំមកធ្វើហើយព្យាយាមអានឲ្យបានច្រើនដងឲ្យបានយល់ហើយចំពោះមុខវិជ្ជាហ្នឹងគឺបងប្រើ file នេះកម្រងវិញ្ញាសានិងអត្រាកំណែផែនដីវិទ្យានេះហើយចូលមកដល់មុខវិជ្ជាចុងក្រោយគេហ្នឹងគឺគណិតវិទ្យាបងធ្វើការអនុវត្តលំហាត់ទាំង5មេរៀនហ្នឹងហើយយើងធ្វើវិញ្ញាសាចាស់ចងចាំរូបមន្តនិងចាំរបៀបដោះស្រាយលំហាត់
ហើយចូលមកដល់សំណួរទី2 which subject was the most difficult for you and how do you improve ចឹងចំពោះមុខវិជ្ជាដែលបងលំបាកជាងគេហ្នឹងគឺមុខវិជ្ជាគណិតហើយរបៀបដែលបង improve នឹងធ្វើឲ្យប្រសើរជាងមុនហ្នឹងគឺទី1បងហត់ទៅរៀនគួរមុនគេមុនមុខវិជ្ជាណាទាំងអស់ហើយទី2នៅពេលដែលបងរៀននៅសាលាពេលដែលបងទំនេរចេញពីរៀនឬមួយក៏ពេលដែលញ៉ាំបាយហ្នឹងគឺបងតែងតែទាញលំហាត់គណិតមកធ្វើហើយឲ្យមិត្តភក្តិជួយបញ្យល់ជួយអីអ្នកដែលគេចេះជាងយើងហ្នឹងហើយទី3ពេលដែលបងមកដល់ផ្ទះវិញគឺបងរៀនគណិតទៀតប៉ុន្តែបងធ្វើការមើលទៅវីដេអូ YouTube ដែលលោកគ្រូអ្នកគ្រូពង្រៀនហ្នឹងហើយអាហ្នឹងគឺជាអីដែលបងធ្វើដើម្បី improve មុខវិជ្ជាគណិតរបស់បងហើយមួយទៀតហ្នឹងគឺយើងត្រូវធ្វើលំហាត់ឲ្យបានញឹកញាប់ហើយនឹងបានconsistent ហើយទី3ហ្នឹងគឺ how did you approach subject that require memorization and essay writing ចឹងចំពោះមុខវិជ្ជាទិញរបៀបដែលបងធ្វើហ្នឹងគឺទី1បងធ្វើការអានខ្លឹមសារមេរៀនបងអានតាមសៀវភៅពុំហ្នឹងអានឲ្យយល់សិនទៅបងទិញហើយរបៀបទិញរបស់បងដូចបងបានលើកឡើងខាងលើហ្នឹងគឺបងទៅសេហើយចំពោះ essay writing ហ្នឹងគឺចំពោះការមុខវិជ្ជាតាមសេចក្តីគឺយើងធ្វើការអានឲ្យច្រើនការអនុវត្តការអានអនុវត្តការសរសេរហ្នឹងដើម្បីឲ្យយើងអាចកំណត់ពេលវេលាបានហើយអក្សរយើងគឺអក្ខរាវិរុទ្ធអីហ្នឹងគឺបានល្អហើយយើងអាចអនុវត្តតាមដូចតែបងបានឡើងខាងលើហ្នឹងខាងអក្សរសិល្ប៍ហ្នឹងមុខវិជ្ជាអក្សរសាស្ត្រហ្នឹងហើយមួយចូលដល់ចំណុចបន្ទាប់ហ្នឹងគឺ challenges and personal experience ទីមួយគឺ what obstacle did you encounter during your preparation ចង់ចំពោះបញ្ហាដែលបងបានជួបអំឡុងពេលដែលបងរៀបចំសម្រាប់ការប្រឡងបាក់ឌុបហ្នឹងគឺទីមួយគឺ anxiety and self doubt ហើយមួយទៀតហ្នឹងគឺ stress burnout and distraction ហ្នឹងគឺខ្លាំងជាងគេដោយសារតែយើង distract ពី social media ការ scroll មើល TikTok មើលអីហ្នឹងហើយមួយទៀតសម្រាប់មុខវិជ្ជាសង្គមហ្នឹងបងគិតថាបាក់សម្រាប់បងបំផុតហ្នឹងពេលដែលទន្ទិញដោយសារតែសំណួរយើងមានច្រើនអញ្ចឹងហើយពេលដែលយើងទន្ទិញទៅបងទន្ទិញហ្នឹងគឺផ្លិចសំណួរពេលខ្លះទៅវិញសំណួរនឹងចម្លើយហើយអាហ្នឹងគឺអាចថាហានិភ័យធ្វើឲ្យយើងអាចបាត់បង់ទេអេបានហើយមួយទៀតគឺ how did you stay motivated and manage stress before the examination ចឹងចំពោះបង how to stay motivated ហ្នឹងទីមួយគឺបងនឹកឃើញដល់ប៉ែម៉ាក់មុនគេហើយទីពីរគឺខ្លួនឯងដោយសារតែយើងបានខំសិក្សាជាងរយៈពេល1ឆ្នាំហ្នឹងអត់បានគេងហើយរៀនដល់ភ្លឺអីហ្នឹងចឹងបងអាចឈប់បានទេយើងត្រូវតែខិតខំបន្តទៀត do it scared do it nervous and do it crying ហើយរបៀបដែលបង manage stress ហ្នឹងគឺពេលដែល stress គឺបងអត់ push ខ្លួនឯងពេលដែល stress ហ្នឹងគឺបងអត់ push ខ្លួនឯងទេគឺបងនៅខិតខំបន្តទៀតហើយមួយទៀតហ្នឹងគឺបងអាចយកពេលហ្នឹងទៅធ្វើអីដែលយើងចូលចិត្តធ្វើដូចជាការដើរលេងជាមួយភ័ក្រអីហ្នឹងបើ stress យើងមិន push ខ្លួនឯងខ្លាំងពេកទេគឺយើងអាចថាសម្រាប់ខ្លះទៅហើយមួយទៀតគឺបងឆាតទៅ search បងឆ្នាំមុនហ្នឹងគឺឲ្យគាត់ចែករំលែកបទពិសោធន៍ជាពិសេសនេះគឺលើកទឹកចិត្តនិយាយលួងយើងហ្នឹងហើយសំណួរទី3 how did you balance studying with activities and personal responsibilities អញ្ចឹងចំពោះបងកម្មវិធីទៅតាមខែឬជួបជុំមិត្តភ័ក្តិជួបជុំគ្រួសារអីហ្នឹងបើសិនជាយើងអត់អាចទៅបានយើងបដិសេធទៅប៉ុន្តែសម្រាប់បងមិនមែនជា perfectionist ទេពេលខ្លះក៏មានពេលដែលបងអត់ follow up តាម schedule របស់បងប៉ុន្តែដែលសំខាន់ហ្នឹងគឺពេលដែលយើងអត់បានរៀនមួយពេលឬមួយថ្ងៃហ្នឹងគឺយើងរៀនសងវិញចំពោះ personal responsibilities សម្រាប់បងហ្នឹងគឺអត់មានអីច្រើនទេដោយសារតាំងពីឡើងទី12មកគឺម៉ាក់ប៉ាគាត់ឲ្យយើងផ្ដោតនិងខិតខំទៅលើការរៀនមួយគត់ចឹងចូលមកដល់ចំណុចចុងក្រោយគេនេះគឺ advice and future journey ចឹងសំណួរទី1សួរថា what advice would you give to future social science students aiming from grade A ចឹងចំពោះ advice បងហ្នឹងគឺមានខ្លីៗទេទី1ហ្នឹងគឺយើងត្រូវកំណត់គោលដៅសិក្សាយើងឲ្យបានច្បាស់ហើយយើងត្រូវស្គាល់ចំណុចខ្លាំងនិងចំណុចខ្សោយរបស់យើងចំពោះអ្នកដែលគាត់ដឹងពីចំណុចខ្លាំងរបស់ខ្លួនឯងហើយយើងកុំទាន់អានមើលស្រាយើងមិនតាអត់ទម្លាក់ដៃយើងត្រូវតែខិតខំរៀនទៅលើវិញ្ញាសាលំហាត់នឹងមេរៀនទៀតដោយសារបើមិនជាយើងទម្លាក់ចោលវាអាចនឹងធ្វើឲ្យយើងបាត់បង់ទេអេបានដោយសារយើងអាចដឹងថាប្រធានសំណួរវិញ្ញាសាគឺគេអាចចេញអីដែលយើងធៀមទុកឬអត់ទេហើយទី2ហ្នឹងគឺបើមិនជាយើងដឹងចំណុចខ្សោយរបស់ខ្លួនឯងហើយយើងកុំបោះបង់ចោលយើងត្រូវតែខិតខំទៅលើចំណុចខ្សោយរបស់យើងហ្នឹងខំប្រឹងអភិវឌ្ឍនិងសិក្សាខ្លាំងមែនតើដោយសារបើមិនជាយើងសើតែមួយមុខវិជ្ជាក៏អាចធ្វើឲ្យយើងបាត់បង់ទេអេបានដែរហើយមួយទៀតហ្នឹងគឺការសិក្សាឲ្យបានជាប់លាប់ be consistent យើងមិនបាច់យើងអត់ត្រូវចាំបាច់ដល់ថ្នាក់រៀនថ្ងៃ8ម៉ោងឬ10ម៉ោងអីទេសំខាន់គឺយើងរៀនបាន consistent យើងរៀនបានជាប់លាប់ជារៀងរាល់ថ្ងៃហើយមួយទៀតហ្នឹងគឺសម្រាប់យើងសល់ពេលតិច
មុនពេលបាក់ឌុំនឹងយើងគួរតែ revise ឬ review មេរៀនដែលធ្លាប់រៀនពីដើមឆ្នាំមកហ្នឹងយើងអាចរៀនតាមសៀវភៅពុម្ពឬមួយក៏តាមសៀវភៅទស្សហ្នឹងពីដើមឆ្នាំមកទាំងអស់គឺយើងត្រូវអានឲ្យបាន3ឬ4ដងដោយសារជាក់ស្ដែងយើងអាចដឹងទេថាសំណួរគេចេញថ្មីឬមួយក៏ចេញសំណួរចាស់ដោយការបងប្រឡង2025ហ្នឹងខាងមេរៀនសិលធម៌ពលរដ្ឋសំណួរចុងក្រោយគេហ្នឹងគឺបើតាមបងរៀនមកគឺអត់ដែលឃើញចេញទេតាំងពី2014ដល់2024ហ្នឹងគឺសំណួរវិចារដំណរនិងអនុមានហ្នឹងចឹងបងគួរតែអានគួរតែត្រៀមទុកសំណួរនិងមេរៀនតាំងពីដើមឆ្នាំមកទាំងអស់ហើយមានតែប៉ុណ្្នឹងទេចូលមកដល់សំណួរបន្ទាប់ហ្នឹង if you could give one message to your grade 12 self what would it be សម្រាប់បងគឺមានខ្លីៗទេបើសិនជាបងអាចផ្ញើសារទៅលើទៅខ្លួនឯងបានគឺទី1ហ្នឹងគឺ don't pressure yourself យើងរៀនតាមធម្មតារៀនតាមទូទៅ don't push yourself to your limit ហើយចូលដល់សំណួរទី3គឺ what are your future study and career aspirations ចឹងចំពោះបងសប្តាហ៍ថ្ងៃហ្នឹងបងជានិស្សិតខាងផ្នែកនីតិសាស្ត្រហើយអនាគតទៅបងសង្ឃឹមថាបងអាចបន្តការសិក្សាទៅបរទេសទៅប្រទេសបារាំងគឺជាប្រទេសមួយដែលមានប្រព័ន្ធច្បាប់រឹងមាំហើយជាពិសេសហ្នឹងគឺមានការទទួលស្គាល់ជាអន្តរជាតិហើយបងសង្ឃឹមថាបងអាចពង្រីកចំណេះដឹងផ្លូវច្បាប់របស់បងហ្នឹងបានវែងឆ្ងាយបានទូលំទូលាយពិសេសហ្នឹងគឺស្ថិតនៅក្នុងកម្រិតអន្តរជាតិចឹងចំពោះបងមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការស្ដាប់ Thank you សូមអរគុណចំពោះកញ្ញាលឹមឈឺកិច្ចចំពោះការចែករំលែកដ៏មានតម្លៃប្រកបដោយខ្លឹមសារយ៉ាងមានអត្ថន័យការចែករំលែករបស់កញ្ញាពិតជាវិធីសាស្ត្រមួយយ៉ាងល្អនិងជាការឆ្លុះបញ្ចាំងវិគាដ៏មានប្រសិទ្ធភាពមួយចំពោះសិស្សានុសិស្សដែលកំពុងត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះជាពិសេសគឺបងប្អូនដែលសិក្សាផ្នែកវិទ្យាសាស្ត្រសង្គមចុះចំពោះផ្នែកវិទ្យាសាស្ត្រវិញតើយើងចង់នឹងថាសិស្សនិស្សិត A ឆ្នាំមុនគាត់មានវិធីសាស្ត្រសិក្សាបែបណាដែរចឹងជាកិច្ចបន្ទាប់ខ្ញុំបាទសូមអញ្ជើញវាគ្មិនកិត្តិយសរបស់យើងមួយរូបទៀតគឺលោកឌីណាវងវឌ្ឍនៈដើម្បីចែករំលែកអំពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរបស់លោកសូមគោរពអញ្ជើញចឹងជាដំបូងខ្ញុំសូមគោរពទៅដល់លោកគ្រូប្រធានជាក្លឹបធរណីវិទ្យាហើយនឹងអរគុណខាងក្លឹបធរណីវិទ្យាដែលអញ្ជើញខ្ញុំមកធ្វើជាវាគ្មិនកិត្តិយសនេះហ្នឹងហើយខ្ញុំបាទឈ្មោះវឌ្ឍនៈហើយដែលជាអតីតសិស្សនិស្សិត A 2025អញ្ចឹងសម្រាប់ថ្ងៃនេះផ្ទាល់យើងនឹងមាន5ចំណុចធំៗតាក់ទងជាមួយខ្ញុំនឹងនិយាយពីណែនាំខ្លួន introduction and background and then preparation journey subject specific strategies challenges and personal experience and ជាចុងក្រោយជា advice របស់ខ្ញុំហើយនិង future journey របស់ខ្ញុំអញ្ចឹងសម្រាប់ introduction journey អញ្ចឹងខ្ញុំបាទឈ្មោះឌីណាវងវឌ្ឍនៈជាអតីតសិស្សនិស្សិត A បាក់ឌុប2025ហើយបច្ចុប្បន្នខ្ញុំជានិស្សិតឆ្នាំទី2នៃខាងជំនាញវិទ្យាសាស្ត្រកុំព្យូទ័រនៅខាង AUVP ហើយសំណួរចោទសួរថាហេតុអីបាទខ្ញុំជ្រើសរើសវិទ្យាសាស្ត្រហេតុផលដែលខ្ញុំបាទជ្រើសរើសវិទ្យាសាស្ត្រព្រោះដោយសារថាខ្ញុំជាមនុស្សដែលចូលចិត្តគិតលេខអត់ចូលចិត្តទិញមេរៀនពីតូចនិយាយរួមពីថ្នាក់តូចមកចូលចិត្តតទៅជាមួយនឹងគិតលេខធ្វើលំហាត់ដូចជាគណិតឬគីមីជាដើមហើយណាមួយខ្ញុំចង់ align ជាមួយនឹង major ដែលខ្ញុំចង់រៀនគឺ computer science ហ្នឹងព្រោះដោយសារ computer science គឺជាមុខវិជ្ជាមួយដែលតកតងជាមួយនឹងមុខវិជ្ជាវិទ្យាសាស្ត្រគឺគណិតព្រោះដោយសារមុខវិជ្ជាហ្នឹងពិតជាធ្វើការគណិតខ្លាំង and what motivate ខ្ញុំសម្រាប់យកនិទេស A អញ្ចឹងសម្រាប់យកនិទេស A ទី1គឺឪពុកម្ដាយព្រោះដោយសារនៅពេលដែលយើងបាននិទេស A អត់មានតែគេសប្បាយចិត្តក្រៅពីឪពុកម្ដាយយើងឯងហើយទី2គឺខ្ញុំឃើញលុយខ្ញុំបានទៅគឺទទួលបានលុយច្រើនបានពីសាលាផងបានពីខាងបានពីក្រសួងផងចឹងបានលុយហ្នឹងហើយណាមួយហើយក៏ជាឱកាសបាន A ក៏ជាឱកាសមួយសម្រាប់ឲ្យខ្ញុំបានយក scholarship ដែរហើយខ្ញុំក៏ជាសិស្ស scholarship នៅខាង AUP ដែរជា scholarship 100% ដែល scholarship បានមកពីខាងក្រសួងប្រៃសណីអញ្ចឹងនេះជាហេតុផលទាំងប៉ុន្មានដែលថាខ្ញុំចង់បាន A ហើយសម្រាប់ preparation journey របស់ខ្ញុំគឺសម្រាប់ study method and resource សម្រាប់ study method គឺទី1គឺ self study ហ្នឹងហើយអត់មានអីក្រៅពីរៀនខ្លួនឯងទេព្រោះដោយសារនៅពេលដែលយើងស្ដាប់គ្រូបរៀនហើយបើយើងអត់យកមកអនុវត្តជាក់ស្ដែងមកអនុវត្តខ្លួនឯងទេគឺអត់មានអីអាចជួយយើងបានតែយើងត្រូវតែអង្គុយធ្វើលំហាត់ខ្លួនឯងមើលមេរៀនខ្លួនឯងបន្ថែមនេះយើងអាច expect ថា
យើងមើលគ្រូហើយយើងអាចយល់ចេះអីគ្រប់យ៉ាងឯងហើយចំណែកទី2គឺgroup study អញ្ចឹងgroup study ហ្នឹងគឺយើងរៀនជាក្រុមអញ្ចឹងនៅពេលដែលយើងរៀនជាក្រុមនៅពេលយើងជួបលំហាត់ណាដែលពិបាកមួយឧទាហរណ៍លំហាត់គណិតនឹងយើងដោះស្រាយចេញឯងប៉ុន្តែយើងមានគំនិតគ្នាខុសៗគ្នាឧទាហរណ៍ឧបមាយើងបុគ្គល A នេះគាត់បញ្ចេញថាត្រូវធ្វើបែបកបើបុគ្គល B នេះត្រូវបញ្ចេញធ្វើបែបខអញ្ចឹងយើងមានគំនិតច្រើនក្នុងការធ្វើលំហាត់ហើយក៏ជាឱកាសមួយដែលថាយើងអាចរកគំនិតផ្សេងៗដល់ពេលយើងធ្វើលំហាត់ហ្នឹងយើងដឹងហាត់ត្រូវផ្លូវចេញទៅណាច្រើនហើយសម្រាប់ឯទី3គឺសោតគឺថា explaining to order អញ្ចឹងសម្រាប់បទពិសោធន៍ខ្ញុំជាក់ស្ដែងគឺថានៅពេលដែលយើងអាចបញ្យល់មេរៀនឬលំហាត់ហ្នឹងទៅអ្នកផ្សេងបានអញ្ចឹងសបញ្ជាក់ឲ្យបានឃើញថាយើងពិតជាយល់មេរៀនហ្នឹងច្បាស់ប៉ុន្តែនៅពេលដែលយើងអត់អាចបញ្យល់មេរៀនហ្នឹងទៅអ្នកផ្សេងពេលខ្លះយើងអាចយល់ប៉ុន្តែវាអត់ showcase ថាយើងហ្នឹងចេះអានឹងពិតប្រាកដប៉ុន្តែនៅពេលដែលយើងអាចបញ្យល់បានដូចខ្ញុំបាននិយាយអញ្ចឹងគឺថាយើងពិតជាយល់មេរៀនច្បាស់ហើយណាមួយក៏ដូចជាការរំលឹកឲ្យយើងសារជាថ្មីផងដែរហើយសម្រាប់ study resource ប្រកបណាស់យើងត្រូវការមាន course book ដែលជាស្ពើពុំយើងហ្នឹងហើយទី2គឺមាន app ដូចជាខ្ញុំបានប្រើ app បាក់ឌុបហើយឬមួយ app ផ្សេងៗទៀតដែលមានកម្រងវិញ្ញាសាផ្សេងហើយនឹងឯទី3គឺ social media ព្រោះដោយសារអំឡុងពេលខ្ញុំបាក់ឌុបហ្នឹងគ្រប់ Telegram ខ្ញុំមានច្រើនយកមកហើយ Facebook អីខ្ញុំឃើញមានវិញ្ញាសាច្រើនហើយខ្ញុំយកវិញ្ញាសាពី social media ពី Telegram ទាំងអស់ហ្នឹងយកមកអង្គុយរៀនធ្វើហើយលំហាត់វាមានលក្ខណៈចម្រុះហើយមានលក្ខណៈមានច្រើនប្រភេទដែលធ្វើឲ្យខ្ញុំហ្នឹង practice បានច្រើនជាងមុនហើយនឹងឯចំណុចបន្ទាប់នេះគឺ schedule សម្រាប់ខ្ញុំរៀនប៉ុន្តែនេះគឺជា schedule ដែលខ្ញុំរៀននៅអំឡុងពេលដែលខ្ញុំអត់ទាន់ប៉ះកងខាងប៉ះកងសាលាអញ្ចឹងពេលព្រឹកភាគច្រើនខ្ញុំទៅរៀននៅសាលាហើយចំណែកឯសម្រាប់ឯច័ន្ទខ្ញុំ practice គណិតនៅពេលថ្ងៃហើយសម្រាប់ឯល្ងាចនិងយប់ឡើងខ្ញុំធ្វើ practice physics which is រូបវិទ្យាហើយបន្ទាប់មកខ្ញុំក៏ធ្វើការ practice ខ្មែរផងដែរគឺខ្ញុំធ្វើការ practice ខ្មែរសម្រាប់ញ៉ៃគាហើយនិងញ៉ៃពហុអឺសម្រាប់ញ៉ៃពហុដើម្បីឲ្យខ្ញុំស្ទាត់ក្នុងការសរសេរខ្មែរហើយក៏អត់ចង់ភ្លេចពីគម្រោងតែងផ្សេងៗផងដែរហើយសម្រាប់ឯមេរៀនសម្រាប់គណិតខ្ញុំក៏ធ្វើញ៉ៃច័ន្ទពេលថ្ងៃពុធពេលថ្ងៃហើយនឹងល្ងាចពេលពហុពេលល្ងាចហើយនឹងពេលយប់ហើយសម្រាប់ biology ខ្ញុំពេលច្រើនរៀនញ៉ៃសុខហើយនឹង chemistry រៀនគឺញ៉ៃគៀហើយនឹងញ៉ៃសៅរ៍ហើយសម្រាប់ឯញ៉ៃអាទិត្យពេលច្រើនខ្ញុំធ្វើការ rest នៅពេលថ្ងៃទៅពេលល្ងាចព្រោះដោយសារខ្ញុំចង់ឲ្យមានwork life balance ខ្ញុំមិនចង់ឲ្យពោះខ្លួនឯងឲ្យរៀនសុខពេកតែធ្វើឲ្យមានលក្ខណៈឆាប់ burn out and I also don't recommend you to រៀនសុខពេកព្រោះពេលខ្លះនៅពេលដែលយើងដាក់សម្ពាធឬមួយ pressure ទៅលើខ្លួនឯងពេកនឹងធ្វើឲ្យយើងមានលក្ខណៈ burn out យើងឆាប់ burn out អញ្ចឹង you should balance between rest give yourself some rest and also ត្រូវទៅរៀនឲ្យបាន consistent as well ហើយបន្ទាប់មកអ្នកគ្នាប្រកាសជាឆ្ងល់ថាចុះមេប្រវត្តិអត្តនាអញ្ចឹងមេប្រវត្តិពីច្រើនខ្ញុំយកទៅទិញពេលផឹកពេលខ្ញុំក្រោបបន្តិចមុនពេលមកខ្ញុំគេងឬមួយខ្ញុំក្រោបមកខ្ញុំធ្វើការអានពីច្រើនខ្ញុំអត់សូវទិញទេខ្ញុំព្យាយាមអានជាងខ្ញុំព្យាយាមអានហើយដល់ពេលដែលឧទាហរណ៍ពីច្រើនតែពេលផឹកខ្ញុំព្យាយាមអានហើយពេលល្ងាចខ្ញុំព្យាយាមទិញហើយសម្រាប់ឯនេះគឺជា study schedule សម្រាប់ខ្ញុំនៅពេលអំឡុងពេលដែលថាមើលជាមុនមួយខែឬពីរអាទិត្យក្នុងការប្រឡងហ្នឹងអញ្ចឹងសម្រាប់schedule គឺមានអីលក្ខណៈខុសគ្នាប៉ុន្មានទេ schedule មានលក្ខណៈស្តៀងដែលថាខ្ញុំមុនខ្ញុំវ៉ាកងហ្នឹងប៉ុន្តែនៅពេលព្រឹកដែលខ្ញុំអត់ត្រូវទៅរៀននៅសាលាហ្នឹងគឺខ្ញុំយកវាហ្នឹងទៅជាការបន្តិចមេរៀនប្រវត្តិវិញអញ្ចឹងខ្ញុំយកមេរៀនប្រវត្តិយកទៅបន្តិចពេលព្រឹកដែលធ្វើឲ្យពីច្រើនគេនិយាយថាពេលព្រឹកគឺគ្រូបាសាលាអញ្ចឹងវាត្រូវមែនពេលច្រើនខ្ញុំបន្តិចពេលព្រឹកឆាប់ចូលជាពេលល្ងាចហើយបន្ទាប់មកគឺ subject specific strategy អញ្ចឹងសម្រាប់គណិតផ្ទាល់វាអត់មានអីក្រៅពី practice exercise and all exam paper ហ្នឹងឯងខ្ញុំធ្វើការអនុវត្តបាក់ឌុបពីឆ្នាំ2014រហូតដល់2024ហើយធ្វើការ practice exercise ផ្សេងៗទៀតដែលទទួលបានមកពី social media ផងទទួលបានមកពីលោកគ្រូអ្នកគ្រូផងតែធ្វើឲ្យខ្ញុំហ្នឹងមានលក្ខណៈ diverse រវាងវិញ្ញាសាពិបាកហើយនិងវិញ្ញាសាស្រួលអញ្ចឹងនៅពេលដែលខ្ញុំចេះទាំងវិញ្ញាសាស្រួលនិងវិញ្ញាសាពិបាកអញ្ចឹងនៅពេលដែលខ្ញុំទទួលបាននៅពេលប្រឡងមកខ្ញុំអត់សូវមានភាពពិបាកខ្លាំងក្នុងការធ្វើប្រឡងឯងហើយអ្នកទាំងអស់គ្នាគួរណាតែឧទាហរណ៍បើត្រូវធ្វើវិញ្ញាសាខ្ញុំគួរណាតែជាយាមកំណត់ម៉ោងខ្លួនឯងឧទាហរណ៍ម៉ោងមែនតើគឺម៉ោង2ម៉ោងកន្លះប៉ុន្តែខ្ញុំsuggestឲ្យថាធ្វើមិនកំណត់តែ2ម៉ោងបានទេ
យើងផឹងធ្វើមិនធ្វើបានតែ2 ម៉ោងបានព្រោះពេលខ្លះ it's out of our control ដូចខ្ញុំការបាក់ឌុបចឹងគឺវិញ្ញាសាគឺមានលក្ខណៈប្លែកអនុគមមានលក្ខណៈប្លែកចឹងធ្វើឲ្យខ្ញុំគិតទៅលើតារាងសញ្ញាគឺថាកន្លះម៉ោងហើយចឹងធ្វើឲ្យខ្ញុំមានលក្ខណៈពេលចឹងពេលហ្នឹងបើសិនបើខ្ញុំអត់សូវចេះ time manage ទេនឹងធ្វើឲ្យខ្ញុំហ្នឹង run out of time ហើយខ្ញុំនឹងអត់ទទួលបានអតិថិជនដូចឥឡូវហ្នឹងទេចឹងអ្នកនរគួរណាតែរៀនធ្វើវិញ្ញាសាហើយកំណត់មកបានច្បាស់លាស់ហើយសម្រាប់ I understand and remember formula វាច្បាស់ហើយព្រោះដោយសារដូចជាមេរៀនអឺ database មេរៀនអង្គការហើយក៏ដូចជាមេរៀនកោណជាដើមពួកនោះមេរៀនទាំងអស់ហ្នឹងសុទ្ធជាមេរៀនដែលយើងគួរចាំពីមុនព្រោះដោយសារបើយើងអត់ចាំពីមុន database អង្គការឬមួយកោណដូចជា parabol ellipse hyperbole អីទេយើងអាចទៅធ្វើលំហាត់ទាំងអស់ហ្នឹងបានទេហើយបន្ទាប់មកគឺត្រូវ understand the concept of the function clearly អញ្ចឹងមានន័យថាឧទាហរណ៍អនុគមយើងអត់យល់ពី concept នៃការគូសតារាងអនុគមយើងអត់យល់ពី concept នៃការគូសរូបអនុគមហ្នឹងឯងអញ្ចឹងប្រកាសថាយើងអត់ដឹងថាត្រូវធ្វើមិនទេយើងពេលខ្លះយើងយល់ថាយើងចាំយើងប្រើវិធីចាំក្នុងការធ្វើលំហាត់គណិតប៉ុន្តែអនុគមវាមានលក្ខណៈខុសវាមានលក្ខណៈផ្លែកច្រើនលំហាត់ពេលខ្លះវាទៅកចឹងទៅពេលខ្លះលំហាត់ខ្លះវាទៅខចឹងទៅព្រោះដោយសារយើងត្រូវមានលក្ខណៈវិភាគក្នុងការយល់ក្នុងការធ្វើលំហាត់ហ្នឹងអញ្ចឹងកុំព្យាយាមចាំប៉ុន្តែព្យាយាមយល់ពី concept នៃការធ្វើលំហាត់ដូចជាការធ្វើសង្តារាងអនុគមឬមួយសង្តារាងថេរភាពទាំងអស់ហ្នឹងតែដូចខ្ញុំបាននិយាយចឹងបន្ទាប់មក try to understand rather than memorizing ហើយបន្ទាប់មក do not skip any lesson or exercise that you think it won't come out ចឹងដូចខ្ញុំដូចឆ្នាំខ្ញុំចឹងពីច្រើនគេ expect ថានឹងចេញតាក់ទងជាមួយនឹងសម្រាប់កោណនេះគឺគេតាក់ទងជាមួយ ellipse ប៉ុន្តែលំហាត់ ellipse ក៏អត់ចេញទេទៅចេញលំហាត់ parabol ចឹងកុំគេប្រាប់ថាអូអត់ចេញទេមេរៀនហ្នឹងចឹងយើងអត់ត្រូវរៀនកុំអត់ត្រូវធ្វើអញ្ចឹងទេព្រោះដោយសារនៅពេលដែលយើងធ្វើអញ្ចឹងលំហាត់ខ្លះគឺគេចេញចឹងមិនឲ្យយើង surprise យើងអត់បាន well prepare ហើយក៏យើងអត់អាចថាភ្លាត់ក្នុងពេលហ្នឹងដូចជាលំហាត់ដែលអនុគមហ្នឹងគឺគេ expect ថាជា expose ប៉ុន្តែទោះអីឆ្នាំហ្នឹងគេចេញលោនីពែតារាងអញ្ចឹងអ្នកខ្លះគឺថាបាក់ចង្កេះមែនតើអត់ដឹងថាត្រូវធ្វើម៉េចហើយអ្នកខ្លះខ្ញុំមានបទពិសោធន៍របស់ពួកម៉ាក់ខ្ញុំផ្ទាល់គឺថាគាត់ practice ទៅ expose ហើយដល់ពេលលោនីពែគាត់អត់ចេះយកមកអញ្ចឹងដល់ពេលគាត់ទៅធ្វើលោនីពែគាត់វាក់ហើយអត់ធ្វើអត់ចេញហើយស៊ីពេលគាត់យកមកហើយដល់ពេលលំគណិតគាត់ក៏អត់បានទេដែលគាត់ចង់បានអញ្ចឹងទៅហើយសម្រាប់ iPhysics ផ្ទាល់គឺថា understand each lesson clearly ហើយ understand each lesson clearly ខ្ញុំន័យថាយើងត្រូវ understand សំណួរហើយក៏ដូចជា understand រូបមន្តផងដែរព្រោះដោយសារមេមួយសម្រាប់រូបគឺត្រូវតែមានសំណួរជាដាច់ខាតហើយ remember the concept ហ្នឹងមានលក្ខណៈដូចជាមេរៀនដែរអញ្ចឹងយើងត្រូវដឹងថាវិធីដៃស្ដាប់យើងប្រើមិនព្រោះដោយសារលំហាត់សម្រាប់មេរៀនដែរហ្នឹងគឺមានលក្ខណៈខុសប្លែកគ្នាច្រើនពេលខ្លះគេដាក់លំហាត់រៀងកលុកកលាក់អញ្ចឹងទៅយើងត្រូវតែមានភាពឆ្លាតវៃធ្វើទៅតាមហ្នឹងហើយក៏ដូចជាមេរៀន sequence ហ្នឹងក៏មានលក្ខណៈបបាដែលត្រូវឲ្យយើងវិភាគទៅលើ sequence ហ្នឹងហើយប្រកបណា formula and calculation ត្រូវឲ្យច្បាស់ចាំរូបមន្តឲ្យច្បាស់អត់ត្រូវចាំខុសទេហើយដូចជាຂະຫນាតជាដើមហើយក៏ calculation ហ្នឹងត្រូវឲ្យច្បាស់ព្រោះដោយសារពេលចូលប្រឡងមែនតើគេអត់ឲ្យយើងយកប្រើកាស show ទេអញ្ចឹងការ calculate ហ្នឹងត្រូវទៅមួយឲ្យប្រកាសថាលំហាត់ហ្នឹងធ្វើទៅចែកត្រូវដាក់ស្វ័យគុណត្រូវទៀតសោតហើយ do as much exam paper as you can the more practice the more familiar you will get អញ្ចឹងសម្រាប់ចំណុចហ្នឹងគឺត្រូវអ្នកនរគ្នាត្រូវឲ្យចាំឲ្យត្រូវធ្វើបាត់ដប់ពីដើមមក2014រហូតដល់2024ហ្នឹងហើយបើថាចង់ភាសាខ្លាំងទៀតអាចធ្វើពីមុន2014ហ្នឹងក៏បានដែរព្រោះដោយសារលំហាត់មុន2014ហ្នឹងក៏មានលក្ខណៈបបាក់ដែរហើយលំហាត់ផ្សេងដែលលំហាត់បបាក់ក្តីពិបាកស្រួលក្តីធ្វើទាំងអស់គុំ skip លំហាត់ណាមួយព្រោះដោយសារពេលខ្លះខ្ញុំមានបទពិសោធន៍ពួកម៉ាក់ខ្ញុំមួយទៀតដែលថាគាត់ធ្វើចិត្តតែធ្វើលំហាត់ខ្លាំងហើយដល់ពេលលំហាត់ខ្សោយគាត់មីងមែងបើគាត់អត់ដឹងថាអានោះចាប់ផ្ដើមពីណាអញ្ចឹងពេលខ្លះយើងចេះតែលំហាត់ខ្លាំងយើងភ្លេចពីរបៀបធ្វើលំហាត់ខ្សោយហើយដល់មកគឺ question ត្រូវចាំសំណួរទាំងអស់ព្រោះដោយសារ question ក៏វា10បន្ទុកដែរសម្រាប់សំណួរអញ្ចឹងបើថាយើងអស់10បន្ទុកហ្នឹងអត់បាន A លើ physics ទៅហើយសម្រាប់ chemistry ក៏ដូចគ្នាក្បាលមកគឺ question ហ្នឹងហើយបើ question បើយើងអត់ចេះហើយដូចជាឆ្នាំនេះគេប្រកបសំណួរនៅក្នុងលំហាត់2025គឺគេប្រកបសំណួរក្នុងលំហាត់អញ្ចឹងបើយើងអត់ចេះឆ្លើយសំណួរគេហើយសំណួរហ្នឹងក៏ដូចជាបន្ទុកច្រើនដែរជា5បន្ទុកអញ្ចឹងបើយើងអត់ចេះឆ្លើយត1ទៅ2សំណួរគឺយើងអត់មកទេ A បាត់ហើយ understand the concept ហ្នឹងគឺដូចជាមេរៀន
តាក់ទងជាមួយនឹងកំហាប់ប៉ុន្តែកំហាប់ pH អញ្ចឹងបើយើងអត់យកពី concept វាគឺយើងអត់អាចទៅដោះស្រាយវិភាគតែអាណាជាបាសអាណាជា acid ផងដែរហើយ be familiar with the past exam paper ដូចខ្ញុំបាននិយាយអញ្ចឹងត្រូវធ្វើលំហាត់ពីដើមពី2014ដល់2024ហ្នឹងហើយ do as many test paper as possible ដូចជាលំហាត់ក្រៅក៏ដោយលំហាត់វិទ្យាសាស្ត្រដែលលោកគ្រូគួរឬមួយលោកគ្រូនៅសាលាគាត់ដាក់ឲ្យធ្វើទាំងអស់ be careful with calculation and different reaction អញ្ចឹងសម្រាប់ calculation អ្នកគ្នាប្រហែលជាដឹងហើយសម្រាប់ប៉ុន្តែសម្រាប់ different reaction ហ្នឹងដូចជាអ្នកគ្នាត្រូវសង្កត់ធ្ងន់ទៅលើដូចជាឧទាហរណ៍ការប្រើគេប្រាប់ពី acid ឬមួយប្រាប់ពីបាសអញ្ចឹងមើលលើធាតុនឹងឲ្យបានច្បាស់ថាគេឲ្យអីហើយគេចង់បានអីហើយសម្រាប់ biology ខ្ញុំផ្ទាល់គឺខ្ញុំប្រើសភៅពីរក្បាលទី1គឺសភៅ444ខ្ញុំទិញខ្ញុំធ្វើការហើយបន្តមកនឹងសភៅជីវវិទ្យាដែលសង្ខេបដោយលោកគ្រូធូផនហើយនឹងធ្វើការធ្វើលំហាត់ច្រើនអញ្ចឹងសម្រាប់ការសំណួរហ្នឹងភាគច្រើនខ្ញុំព្យាយាមយល់ជាជាងការទិញព្រោះដោយសារពេលទិញ it's we short term អញ្ចឹងដល់ពេលយើងយល់ពី concept ហ្នឹងទៅយើងអាចរៀបពីក្នុងការសរសេរខ្លួនឯងបានយើងដល់ពី process នៃវត្តអីមួយអញ្ចឹងទៅយើងអាចរៀបពីក្នុងការសរសេរខ្លួនឯងបានហើយលំហាត់ត្រូវធ្វើឲ្យបានច្រើនព្រោះដោយសារលំហាត់គឺវាមានលក្ខណៈពេលខ្លះវាមានលក្ខណៈជា trick ឬមួយលំហាត់គេត្រូវរកនេះឲ្យបានរកនោះអញ្ចឹងយើងត្រូវធ្វើលំហាត់បានច្រើនដើម្បីមានភាព familiar with the លំហាត់ដែលគេឲ្យហ្នឹងហើយសម្រាប់ខ្មែរហើយនឹង history អញ្ចឹងសម្រាប់ខ្មែរទី1សម្រាប់ខ្មែរផ្ទាល់គឺ understand តថភាពសង្គមហើយនឹងអក្សរសិល្ប៍អញ្ចឹងសម្រាប់ខ្មែរគឺត្រូវតែយល់ពីនឹងបានច្រើនពូពីច្រើនគេឲ្យទៅសេដែលបញ្យល់ពីតថភាពហើយនឹងអក្សរនឹងលើកយកអក្សរសិល្ប៍មកបញ្ជាហើយក៏ដូចជាទី2គឺ know as many novels as possible ប៉ុន្តែបើអ្នកគ្នា run out of time បងប្អូន run out of time អញ្ចឹងមិនចាំបាច់តែគួយអានសភៅប្រហែល100ទំព័រឬអញ្ចឹងឯងតែមើល over complicated សំបី even me myself ខ្ញុំក៏មើល over complicated ដែរព្រោះដោយសារខ្ញុំមិនមែនជាមនុស្សមួយដែលថាចូលចិត្តតែអានសភៅទេអញ្ចឹង over complicate គឺវាសង្ខេបរឿងហើយមានភាព appeal to us ហើយយើងក៏មើលទៅក៏យើងយល់ពីសាច់រឿងដែរហើយ ហើយទី3គឺ writing structure សម្រាប់ខ្មែរផ្ទាល់គឺយើងត្រូវតែដឹងពី structure ត្រូវតែស្អីមិនហើយមានលក្ខណៈមិនហើយប្រវត្តិផងដែរគឺប្រវត្តិក៏មាន writing structure របស់គេដែរដូចជាត្រូវការរៀបរាប់ពីឧទាហរណ៍ផលប្រយោជន៍ឬមួយប្រៀបធៀបអញ្ចឹងយើងត្រូវការមានលក្ខណៈរបៀងត្រូវតែរៀបរាប់គ្រប់ដូចជាឧទាហរណ៍គេឲ្យនិយាយពីសង្គមរាជនិយមមួយអញ្ចឹងយើងត្រូវរៀបរាប់ទាំងវិស័យនយោបាយវិស័យសេដ្ឋកិច្ចវិស័យពាណិជ្ជកម្មអញ្ចឹងទៅទៀតសោតហើយអញ្ចឹង handwriting ក៏វាសំខាន់ដែរដូចជាបើយើងសរសេរស្អាតអញ្ចឹងទៅក៏អ្នកការក៏មានលក្ខណៈថាគាត់ចូលចិត្តមើលគាត់អានទៅស្រួលជាងមុនហើយសម្រាប់ iTime ក៏វាសំខាន់ដែរគឺខ្មែរហ្នឹងអ្នកគ្រូខ្ញុំធ្លាប់ប្រាប់ថាបើគេជួបកណ្ដឹងទី1ជួបកណ្ដឹងទី1ជួបកណ្ដឹងដែលថាសល់15នាទីហ្នឹងបងប្អូនព្យាយាមធ្វើមិនបញ្ចប់សេចក្តីទៅអាហ្នឹងជា advice របស់អ្នកគ្រូខ្មែរខ្ញុំហើយសម្រាប់សភៅដែលខ្ញុំមើលសម្រាប់ប្រវត្តិវិទ្យាគឺជាសភៅហ្នឹងដែលគេបានចងក្រងសំណួរពី2014ហើយដល់2022ហើយខ្ញុំមើលលើសំណួរហ្នឹងទាំងអស់ហើយក៏ចេញដូចទៅតាមសភៅហ្នឹងដែរហើយសម្រាប់the most challenge subject for me is biology ព្រោះដោយសារថាខ្ញុំមិនជាមនុស្សដែលប្រកាន់ទិញទេអញ្ចឹងសម្រាប់ biology ហ្នឹងគឺមានពាក្យច្រើនដូចជានៅក្នុងមេរៀនពាក្យបច្ចេកទេសច្រើនដូចជានៅក្នុងមេរៀនអង់ស៊ីមអញ្ចឹងយើងត្រូវមានពាក្យបច្ចេកទេសច្រើនអញ្ចឹងពេលពាក្យខ្លះគឺយើងពិបាកអានយំអញ្ចឹងយើងត្រូវអានឲ្យបានច្រើនដងក្នុងការចាំវាហើយដូចជាប៉ះលោកគ្រូអ្នកគ្រូខ្លះគាត់កែអញ្ចឹងទៅគាត់មិនមែនកែតាមការយើងយល់ទេគាត់កែធ្វើម៉េចទៅតាមអត្រាកម្លាំងរបស់គាត់អញ្ចឹងវាក៏ជា challenge មួយសម្រាប់ខ្ញុំផងដែរហើយសម្រាប់how I overcome it basically try to ទិញខ្ញុំព្យាយាមទិញច្រើនដងខ្ញុំព្យាយាមទី1ខ្ញុំទិញពាក្យបច្ចេកទេសនឹងឲ្យគេឲ្យចាំសិនហើយបន្ទាប់មកខ្ញុំក៏ធ្វើការទិញយល់ន័យវាបានច្បាស់យល់ន័យហើយខ្ញុំព្យាយាមសរសេរតាមអត្រាកំណែអាហ្នឹងជាអ្វីដែលខ្ញុំបានធ្វើហើយសម្រាប់ common mistakes students should avoid during exam preparation ហ្នឹងគឺថាដូចខ្ញុំបាននិយាយអញ្ចឹងគឺកុំ underestimate ថាអាណាដែលថាអត់ចេញកុំគេប្រាប់ថាអូអាហ្នឹងអត់ចេញយើងអត់បានមើលអាហ្នឹងអញ្ចឹងព្យាយាមមើលទាំងអស់ that's a very common mistake ហើយ common mistake មួយទៀតដូចជាការគណនាលេខខុសការធ្វើលឿនព្រោះដោយសារខ្ញុំផ្ទាល់ជាមនុស្សមួយដែលថាចង់ធ្វើលឿនហ្មងកណិតពេលខ្លះគណនាខុសធ្វើលឿនពេកគណនាខុសចឹងទៅអញ្ចឹងព្យាយាមធ្វើមិនកុំលឿនពេកពិនិត្យមើលឲ្យបានច្បាស់ហើយកុំ
គុំ rush ពេកព្រោះដោយសារពេល rush ហ្នឹងទៅអាចធ្វើឲ្យខាតពេលយើងវិញទៅហើយ challenge សម្រាប់ឯ my biggest challenge which is mentality of feeling not enough ចឹងមានន័យថាខ្ញុំពេលខ្លះរៀនហើយមានអារម្មណ៍ថាខ្លួនឯងរៀនបានច្រើនប៉ុន្តែមានអារម្មណ៍មួយថាតិចចេញតិចមានអារម្មណ៍ថាខ្លួនឯងធ្វើអត់គ្រប់ទៅតិចមានអារម្មណ៍ថាខ្លួនឯងហ្នឹងធ្វើអត់បាន A ទៅចឹងអារម្មណ៍ហ្នឹងវាធ្វើឲ្យយើងមាន like stress out ខ្លួនឯង and how did I manage stress pressure or moment when I feel unmotivated ចឹងអ្វីដែលយើងគួរធ្វើគឺថា try to talk out with your parents និយាយទៅពុកម្ដាយយើងព្រោះដោយសារខ្ញុំគិតថាឪពុកម្ដាយភិកច្រើនគាត់យល់ចឹងគាត់នឹងជួយ motivate យើងហើយនឹងឯចំណែកឯទី2គឺថាបើយើងពេល unmotivate ខ្លាំងចូលទៅមើល TikTok ទៅឃើញបងសិនតែ A ឃើញច្រើនចឹងគាត់ថប់ពីតែ A ចឹងគាត់បានតែ A ចឹងពេលខ្លះក៏យើងអាចមាន feel motivated ចឹងអ្វីនេះដែលខ្ញុំបានធ្វើហើយ how did I balance school self study and personal life ចឹងសម្រាប់ការ balance ហ្នឹងដូចខ្ញុំបាននិយាយចឹងគឺថាខ្ញុំព្រីច្រើនរៀនពីច័ន្ទដល់ស្អែកចឹងសម្រាប់ថ្ងៃអាទិត្យគឺខ្ញុំធ្វើការ relax ធ្វើការ having family time ដើរលេងខ្លះជួបជុំពួកម៉ាក់ខ្លះចឹងទៅចឹងយើងអាចទៅថា push ខ្លួនឯងឲ្យដល់ថ្នាក់ថាអត់មានអា work life balance ហ្នឹងឯងយើងត្រូវ balance វាបានត្រឹមត្រូវកុំឲ្យវាមានលក្ខណៈ burn out នៅពេលពាក់កណ្ដាលឆ្នាំសម្រាប់ advice និង future journey វិញសម្រាប់ខ្ញុំផ្ទាល់បើថាអ្នកដែលសល់ប្រហែលថ្ងៃទៀតក្នុងការបាក់ឌុបចឹងវាអត់មានអីក្រៅពី eat well stay healthy and get enough sleep កុំគេញឹកជ្រៅពេកហើយ stay motivated កុំបាក់ទឹកចិត្តត្រូវតែគិតថាខ្លួនឯងអាចធ្វើបាន and double your check your work carefully ពេលនៅពេលប្រឡងហ្នឹងហើយ make sure to time yourself properly ដូចជាម៉ោងគេងម៉ោងញ៉ាំម៉ោងកុំឲ្យដូចថាត្រូវញ៉ាំបាយពេលផឹកចឹងតែញ៉ាំបាយមកពេលថ្ងៃមក2 10ចឹងទៅវាធ្វើឲ្យកាពះយើងអត់ល្អដល់ពេលដល់ថ្ងៃបាក់ឌុបមែនតើយើងអត់ទម្លាប់ជាមួយនឹងទម្លាប់ហ្នឹងធ្វើឲ្យយើងទៅប្រឡងទៅអត់ញ៉ាំបាយពេលខ្លះអាចស្លាប់ឬមួយខ្យល់កចឹងទៅ and checking testing venue or room table etc ចឹងមានន័យថាទៅមើលមណ្ឌលប្រឡងមុនថ្ងៃឲ្យបានច្បាស់ថាដឹងថាបន្ទប់យើងនៅណាអីនៅណាដល់ពេលយើងទៅដល់ថ្ងៃប្រឡងយើងដឹងកន្លែងយើងដឹងទីតាំងមុនហើយលេខ6គឺថា prepare for applying into university and find scholarship អាហ្នឹងសម្រាប់សម្រាប់ខលប្រឡងយើងត្រូវ opportunity បានច្រើនហើយនឹងជាចុងក្រោយ believe in yourself គិតថាខ្លួនឯង you will ace it ហើយបើសម្រាប់អ្នកដែលត្រៀមបាក់ឌុបនៅ2027ឬឆ្នាំក្រោយទៀតចង់ប្រាប់អ្នកគ្នាថាset goal បានច្បាស់ហើយ be consistent កុំម្ដងថាខ្ញុំម្ដងឆ្នាំបានចង់បាន A ប៉ុន្តែដល់ពេលពាក់កណ្ដាលឆ្នាំលេងចង់បានមានអារម្មណ៍ថាខ្ជិលអត់ចង់រៀនអញ្ចឹងមានន័យថាត្រូវ set goal ខ្លួនឯងបានច្បាស់ថាខ្ញុំ A នឹងត្រូវទៅយក A ហើយសម្រាប់ I looking back what I do different so ខ្ញុំគិតថាខ្ញុំនឹងព្យាយាមធ្វើមិន practice ខ្មែរបានច្រើនជាងមុនព្រោះដោយសារ personally ខ្មែរខ្ញុំបាន C ខ្ញុំពិតជាសោកស្ដាយមែនទែនដែលថាខ្ញុំធ្វើខ្មែរបាន C and it's one of my biggest regret about the បាក់ឌុបហ្នឹង and ចុងក្រោយ future goal ចឹង so basically right now I'm in a student association so ខ្ញុំចង់ run my student association smoothly and be able to create as well as host event and win competition in my tech field and be able to go abroad and implement technology to Cambodia society and that's all thank you អរគុណសូមអរគុណលោកឌីណាវងវឌ្ឍនៈចំពោះបទបង្ហាញយ៉ាងក្បោះក្បាយអំពីបទពិសោធន៍និងគន្លឹះសិក្សាក្នុងការត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិកន្លងមករបស់លោកឆ្លងកាត់ការចែករំលែកពីវាគ្មិនកិត្តិយសទាំងពីររូបរបស់យើងខ្ញុំសង្ឃឹមថាការចែករំលែកនេះនឹងក្លាយជាវិធីសាស្ត្រសិក្សាបន្ថែមដ៏ល្អសម្រាប់បងប្អូនទាំងផ្នែកវិទ្យាសាស្ត្រនិងផ្នែកវិទ្យាសាស្ត្រសង្គមយកទៅអនុវត្តក៏ដូចជានឹងក្លាយជាការដាស់ស្មារតីមួយសម្រាប់បងប្អូនក្នុងការត្រៀមខ្លួនឲ្យបានគ្រប់គ្រាន់ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលនឹងចូលមកដល់នៅពេលខាងមុខនេះឥឡូវនេះគឺជាវគ្គសំណួរចម្លើយ Q&A ដែលបងប្អូននៅក្នុងកម្មវិធីនេះអាចធ្វើការសួរទៅកាន់វាគ្មិនកិត្តិយសទាំងពីររូបរបស់យើងបានបើប្រសិនបើអ្នកនរគ្នាមានសំណួរឬមានចម្ងល់ផ្សេងពាក់ព័ន្ធទៅនឹងពលិកសិក្សាក៏ដូចជាវិធីសាស្ត្រនៅក្នុងការត្រៀមខ្លួនប្រឡងនៅមធ្យមសិក្សាទុតិយភូមិគឺសូមបងប្អូនធ្វើការលើកដៃក៏ដូចជាបើកម៉ៃកដើម្បីសួរមកកាន់វាគ្មិនកិត្តិយសទាំងពីររូបរបស់យើងមានអ្នកណាមានសំណួរអ្វីទេបើមានសំណួរសូមអ្នកនរគ្នាលើកដៃហើយយើងនឹងធ្វើការអនុញ្ញាតដើម្បីឲ្យអ្នកនរគ្នាអាចសួរបាន
ឬក៏មួយទៀតអ្នកនរឲ្យអាចសរសេរសំណួរតម្លាក់ទៅកាន់ប្រអប់សាររបស់យើងនៅក្នុងក្រុម Telegram Geology Club Cambodia ក៏បានដែរមានអ្នកណាមានសំណួរទេបងប្អូនមិនបាច់លើកដៃក៏បានដែរបើចង់សួរអាចបើក麦សួរតែម្ដងក៏បានខ្ញុំនិយាយថានេះជាឱកាសមួយដ៏ល្អសម្រាប់បងប្អូនក្នុងការសួរទៅកាន់វាគ្មិនកិត្តិយសរបស់យើងទាំងពីររូបដើម្បីឲ្យគាត់ត្រូវការចែករំលែកបទពិសោធន៍ផ្សេងៗក៏ដូចជាអាចដោះស្រាយនៅបញ្ហារបស់បងប្អូនជួបប្រទះផងដែរបន្ទាប់ពីនេះគឺឱកាសសួរគឺឡើងមានហើយអូខេចំបងប្អូនយូរ8បានលើកដៃអូខេបងប្អូនមានសំណួរតោះសូមជួយ ចាបងខ្ញុំមានសំណួរតកតងជាមួយនឹងការសិក្សាគណិតវិទ្យាអញ្ចឹងខ្ញុំចង់សួរទៅកាន់បងវាគ្មិនអឺតែគាត់បាន ATA ថ្នាក់វិទ្យាសាស្ត្រអញ្ចឹងសំណួររបស់ខ្ញុំចង់សួរថាអឺចាឥឡូវហ្នឹងខ្ញុំនៅថ្នាក់ទី11ប៉ុន្តែក្នុងរយៈពេលតែប្រហែលខែទៀតទេខ្ញុំនឹងឡើងទី12ហើយអញ្ចឹងទៅមុខវិជ្ជាដែលខ្ញុំខ្សោយហ្នឹងខ្ញុំមានអារម្មណ៍ថាមុខវិជ្ជាគណិត វារៀងនៅអត់តបានល្អហើយណាមួយថ្នាក់វិទ្យាសាស្ត្រផងខ្ញុំផ្ទាល់អញ្ចឹងខ្ញុំគិតថាវាគ្រោះថ្នាក់ដែរក្នុងស្ថានភាពហ្នឹងខ្ញុំចង់ឲ្យបងផ្ដល់ជា tip មួយចំនួនក្នុងការរៀនគណិតវិទ្យាដូចថាយើង start over ឡើងវិញហ្នឹងបង អញ្ចឹងអរគុណសម្រាប់សំណួរអញ្ចឹងសម្រាប់ទីមួយខ្ញុំចង់ដឹងថាយើងត្រូវដឹងថាខ្លួនឯងចេះធម្មតាសិនយើងដឹងថាfoundation អ្វីដែលយើងមានខ្លះអញ្ចឹងសម្រាប់បន្ទាប់យើងត្រូវចាប់ដើមរៀនប្រកាសថារៀនពីមេរៀនដំបូងឡើយគឺមេរៀនcomplex អញ្ចឹងយើងអឺរៀនធ្វើទៅលំហាត់ធ្វើចាប់ផ្ដើមពីលំហាត់ស្រួលៗទៅមុនជាយើងក៏ចាប់ផ្ដើមធ្វើលំហាត់ពិបាកអញ្ចឹងព្យាយាមធ្វើម៉េចវាបើយើងអត់សូវចេះ foundation យើងធ្វើម៉េចព្យាយាមវា foundation នឹងឲ្យបានឲ្យបានជាប់លាប់សិនហើយបន្ទាប់មកអត់មានអីក្រៅពីការធ្វើរាល់ថ្ងៃរាល់ពេល practice រាល់ថ្ងៃហ្នឹងឯងព្រោះដោយសារខ្ញុំក៏មានពុកម៉ាក់ម្នាក់ដែរថាគាត់ពីទី11មកគាត់អត់ខ្វាយខ្វល់ក្នុងការរៀនប៉ុន្តែដល់ពេលដែលគាត់ចូលទី12គាត់មានចិត្តចង់រៀនយកមកអញ្ចឹងជំរុញមានចិត្តចង់រៀនហ្នឹងcommitment consistency ហ្នឹងតែធ្វើឲ្យគាត់ជំរុញឲ្យគាត់បាន A គាត់គាត់ខ្លួនឯងធ្វើមិនបាន A ពីសិស្សមួយដែលថាអត់សូវចេះសប់រហូតដល់បាន A អញ្ចឹងទីមួយគឺថាត្រូវ build foundation ឲ្យបានច្បាស់សិនដូចជាអឺការដូចការបូកដកលេខចែកប្រភេទហ្នឹងឬមួយលំហាត់ foundation ឬប្រមូលការគណនាផ្សេងត្រូវចេះfoundation ហ្នឹងឲ្យអស់សិនហើយបន្ទាប់មកក៏យើង start ធ្វើលំហាត់ពីមេរៀនមួយទៅមេរៀនមួយដូចជាមាន complex យើងចាប់ផ្ដើមធ្វើពីអាស្រួលឡើងទៅអបបៈម្ដងតិច build step ម្ដងតិចហើយបន្ទាប់មកចូលមេរៀនបន្ទាប់គឺយើងធ្វើចឹងបន្តទៀតដែរយើងត្រូវទៅធ្វើពីអាស្រួលទៅបបាយើងអាចទៅធ្វើលំហាត់ឧទាហរណ៍យើងអត់សូវចេះយើង beginner អញ្ចឹងយើងទៅចង់ធ្វើទៅ medium ឬមួយ hard យើងហ្មងអញ្ចឹងយើងព្យាយាមធ្វើម៉េចពីលំដាប់ beginner សិនហើយបន្ទាប់មកចាំ build ម្ដងតិចហើយ the only thing that you can do is មានតែអត់មានអីក្រៅពី commitment ហើយនិង consistency ហ្នឹងឯងយើងត្រូវតែមានពីរហ្នឹងចាំបាច់ក្នុងការធ្វើលំហាត់ហើយធ្វើឲ្យបានរាល់ថ្ងៃអញ្ចឹងទៅហើយក៏ឧទាហរណ៍ដល់ពេលយើងរៀនចប់នេះអញ្ចឹងទៅក៏ព្យាយាមធ្វើម៉េចធ្វើវិញ្ញាសាបានច្រើនឲ្យក៏បានកាន់តែល្អពីលំហាត់ពីវិញ្ញាសាចាស់ដូចជាឆ្នាំចាស់ហ្នឹងឲ្យបានទាំងអស់អញ្ចឹងទៅហើយក៏ធ្វើវិញ្ញាសាក្រៅខ្លះដែលយើងឃើញនៅ social media ខ្លះអញ្ចឹងទៅហើយក៏ដូចជាអឺលំហាត់ដែលព្យាយាមធ្វើម៉េច build connection ជាមួយលោកគ្រូអ្នកគ្រូឲ្យបានល្អព្រោះដោយសារនៅពេលដែលយើងអត់ចេះគឺយើងត្រូវទៅសួរលោកគ្រូអ្នកគ្រូវិញហើយក៏ដូចជាយើងអាចទៅសួរពុកម៉ាក់យើងអឺផងដែរបាទ លោកបានបងអរគុណច្រើនបង
អរគុណចឹងមានអ្នកណាគេមានសំណួរទៀតទេអាចបើកមកនិយាយតែម្ដងអឺអ្នកផ្សេងទៀតមានទេហេអញ្ចឹងយើងមានសំណួរមួយដែលផ្ញើមកក្នុង Telegram សួរថាអឺចំពោះការត្រៀមខ្លួនប្រឡងរបស់បងតើបងអឺបានគេងគ្រប់ដែរឬទេអូខេអញ្ចឹងប្រហែលជាគេចង់ដឹងអំពីអឺការវិភាគនៅក្នុងការគេងរបស់អ្នកទាំងពីរអញ្ចឹងខ្ញុំសូមជូនសំណួរនេះទៅកាន់កញ្ញាលឹមឈើវិកិតអាចធ្វើការឆ្លើយបានចាអរគុណសម្រាប់សំណួរសម្រាប់ខ្ញុំជាទម្លាប់របស់ខ្ញុំហ្មងសម្រាប់ការរៀនគឺខ្ញុំអត់ចូលចិត្តរៀនពេលថ្ងៃទេខ្ញុំចូលចិត្តរៀនពេលយប់អញ្ចឹងភាគច្រើនខ្ញុំរៀនម៉ោង10ដល់ម៉ោង2 3ភ្លឺទៅប៉ុន្តែខ្ញុំសម្រាប់ឬគេគឺខ្ញុំគេងដល់ព្រឹកវិញហ្នឹងគឺចំពោះខ្ញុំទាល់ដោយសារហ្នឹងគឺវា effective សម្រាប់ខ្ញុំហើយសម្រាប់បើពេលប្រឡងគឺខ្ញុំបានគេងគ្រប់គ្រាន់គេងត្រឹមម៉ោង10អីហើយម៉ោង4ងើបអញ្ចឹងគឺគេបានគ្រប់គ្រាន់មានប៉ុណ្ណឹងអរគុណសម្រាប់សំណួរអរគុណបាទពីប្អូនឃៀននីហុលគាត់សួរនៅក្នុងប្រអប់សារជំរាបសួរបងប្អូនទាំងពីរដោយសារការប្រឡងគៀកមកដល់ហើយតើយើងគួរផ្ដោតលើអ្វីខ្លះក្នុងកំឡុងពេលហ្នឹងសូមអរគុណអូខេអញ្ចឹងខ្ញុំសូមជូនសំណួរនេះទៅកាន់មេខ្វិនទាំងពីរយើងទាំងពីរអ្នករបស់យើងឆ្លើយម្នាក់ម្ដងចឹងខ្ញុំសូមអញ្ជើញលោកវឌ្ឍនៈអាចឆ្លើយចំពោះបងអូនគៀននីហុលបានអញ្ចឹងដូចខ្ញុំបាននិយាយអញ្ចឹងបើថាចិត្តប្រឡងហើយយើងអត់មានអីក្រៅពីមើលថែសុខភាពខ្លួនឯងព្យាយាម revise អាមេរៀនចាស់ចាស់ដូចជាប្រវត្តិឬមួយជីវៈហើយនឹងព្យាយាមធ្វើលំហាត់ដូចជាលំហាត់វិទ្យាសាស្ត្រចាស់ចាស់ព្យាយាម revise មកវិញទាំងអស់ហើយក៏ដូចជាត្រូវព្យាយាមកត់រូបមន្តកត់អីដែលថាមើលរូបមន្ត revise ទាំងអស់ឡើងវិញហើយសល់ទៅប្រហែលជា10ថ្ងៃជាងទៀតអញ្ចឹងប្រកាសថាត្រូវមើលថែសុខភាពគេបានគ្រប់គុំឲ្យមានលក្ខណៈចិត្តដល់ញ៉ៃទៅយើងតិចឈឺយើងទៅអញ្ចឹងមើលថែសុខភាពបានល្អបាទអរគុណអូខេចឹងពីបងទៅដូចគ្នាសល់តែ4 10ថ្ងៃទៀតយើងគួរតែមើលថែសុខភាពហើយចំពោះបងសល់រយៈពេល4 10ថ្ងៃហ្នឹងគឺបងចាប់ផ្ដើមបញ្ចប់មុខវិញ្ញាសាអស់ហើយចឹងយើងត្រូវការ revise review ឬមួយក៏អានមេរៀនពីដើមឆ្នាំវិញទាំងអស់ចឹងពីបងទៅមានតែប៉ុណ្្នឹងទេយើងមិនបាច់ចាំបខំឬមួយក៏ push ខ្លួនឯងឲ្យសិក្សាលើវិញ្ញាសាខ្លាំងពេកទេគឺយើងអានឬមួយក៏ revise ទៅប៉ុណ្្នឹងបានហើយហេបងមានប៉ុណ្្នឹងអូខេអញ្ចឹងមានបងប្អូនណាមានសំណួរអីទៀតអាចបើកម៉ៃនិយាយក៏បានបងលើកទឹកចិត្តឲ្យបើកម៉ៃក្នុងការនិយាយឬក៏អាចតម្លាក់សារចូលក្នុងប្រអប់សារក៏បានដែរតោះអូខេពីបងអូនប៉ៅរតនាសួស្តីបងចំពោះមុនប្រឡងតើធ្វើយ៉ាងម៉េចកុំឲ្យមានភាពភ័យខ្លាំងពេកអឺមានវាគ្មិនណាចង់ឆ្លើយនឹងសំណួរនេះអត់ខ្ញុំសូមស្ម័គ្រចិត្តមកតោះវឌ្ឍនៈក៏បានឈឺកៃក៏បានធ្វើម៉េចកុំឲ្យភ័យខ្លាំងចាំហើយគាត់កំពុងតែភ័យមកទៅអូខេអញ្ចឹងចំពោះបងដើម្បីកុំឲ្យភ័យខ្លាំងហ្នឹងទីមួយអាចស្ដាប់ទៅរៀងនេះតែឃើញបងភាគច្រើនហ្នឹងក៏ទៅបន់ស្រន់គឺបងធ្វើចឹងដែរបងទៅបន់ស្រន់បងទៅស្រោចទឹកហ្នឹងប៉ុន្តែវាអាចជួយឲ្យយើងបាត់ភ័យខ្លាំងនេះប៉ុន្តែការធ្វើបែបហ្នឹងគឺអាចថាធ្វើឲ្យផ្លូវចិត្តយើងហ្នឹងយើងរៀងបាត់ភ័យខ្លះហើយយើងរៀងវាថាមានទំនុកចិត្តជាងមុនហើយមួយទៀតហ្នឹងគឺភាគច្រើនបងអាសាឆាតទៅបងដែលប្រឡងឆ្នាំមុនឆាតទៅគាត់ដោយសារតែគាត់ធ្លាប់ប្រឡងចឹងទៅគាត់ពេលដែលគាត់ប្រាប់យើងគាត់ឲ្យបទពិសោធន៍ជាពិសេសគាត់និយាយលួងយើងលើកទឹកចិត្តយើងដោយសារជាក់ស្ដែងទៅគឺអញ្ចឹងមែនមុនពេលដែលបងទៅប្រឡងហ្នឹងបងភ័យខ្លាំងភ័យគេងលក់ភ័យអីចឹងទៅប៉ុន្តែជាក់ស្ដែងពេលដែលយើងទៅប្រឡងហ្នឹងគឺអត់ម្បាក់ខ្លាំងទេអត់ថាអត់សម្ពាធខ្លាំងណាស់ដោយសារទៅដល់ហ្នឹងគឺអនុរិយ ICU នេះគឺគាត់ស្រួលទេវាខុសពីយើងគិតណា
ចឹងទៅបាច់ភ័យខ្លាំងពេកទេយើងគួរតែទៅស្ដាប់បងដែលគាត់ទទួលបាននិទ្ទេស A ឬមួយក៏បងដែលគាត់ធ្លាប់ប្រឡងឆ្នាំមុនឲ្យគាត់ជួយបកស្រាយនិងជួយចែករំលែកដល់ពួកយើងអូខេពីបងមានប៉ុណ្ណឹង បាទអរគុណចុះសុំសំណួរពីបងប្អូនដទៃទៀតបាទអ្នកចូលរួមរបស់យើងគឺមានអឺ20អ្នកជាងបាទសួរតែបានទៅបានម្នាក់សុំសួរបន្ថែមទៀតបាទបងលើកទឹកចិត្តឲ្យបើកម៉ៃសួរតែហ្មងនិយាយឆ្លងឆ្លើយមួយវាគ្មិនយើង ពីបានបានស្លីពនៅវិបត្តិហើយនឹងក៏វិញនៅលើឆ្នាំបាយហ្នឹងវាជួបอะไรต้องไปជួបอะไรអត់ត្រឹមតែមួយ ដូចជាមានសម្លេងពីបងប្រុសម្នាក់មិញប៉ុន្តែដូចជាក្រុមការងារចាប់សំណួរបងអត់ទាន់បានណាដោយសារបងនិយាយទៅដូចជាខ្សោយពេកអាចបងសួរម្ដងទៀតបាននេះ មិញគឺបងអូនឆនសុកសានគាត់បានបើកម៉ៃបងអូនមានសំណួរអីមែនទេបងអូនមានសំណួរបងអូនអាចបើកម៉ៃនិយាយសួរទៅកាន់វាគ្មិនរបស់យើងបានខ្ញុំប្រហែលជាអស់អ្នកសួរឯមើលទៅតែអញ្ចឹងប្រហែលជាអស់អ្នកសួរហើយមុននឹងបញ្ចប់នេះខ្ញុំចូលរួមបន្តិចទៀតចុះជាការផ្ដាំផ្ញើបន្ថែមផងអញ្ចឹងជាថ្មីម្ដងទៀតនេះជាការសរុបរបស់ខ្ញុំទេខ្ញុំអត់ទាន់ឈានដល់ការបិទទេប៉ុន្តែបិទហ្នឹងដូចជាលោកអនុប្រធានជាអ្នកបិទទេតើអ្នកសម្រាប់សម្រួលខ្ញុំភ្លេចកម្មវិធីអស់ហើយ បាទលោកគិតសិនគិតស្រូនការបិទកម្មវិធីគឺយើងជួយវេទិកាទៅកាន់លោកវិធីច័ន្ទពិសិដ្ឋ បាទអញ្ចឹងមុននឹងលោកអនុប្រធានគាត់បិទខ្ញុំសូមចូលរួមបន្តិចត្រង់ចំណុចនៃដែលយើងបានពិភាក្សាគ្នានេះអញ្ចឹងជាថ្មីម្ដងទៀតក៏គ្រប់អរគុណច្រើនសម្រាប់បងអូនទាំងពីររូបកិច្ចហើយនិងវឌ្ឍនៈដែលបានចូលរួមចែករំលែកអំពីគន្លឹះសំខាន់នៅក្នុងការត្រៀមខ្លួនសម្រាប់ការប្រឡងរបស់យើងរបស់បងប្អូននៅពេលខាងមុខនេះបាទអញ្ចឹងជារួមត្រឡប់មកវិញអ្វីដែលបងប្អូនបានចែករំលែកជាចំណុចសំខាន់ហើយខ្ញុំគ្រាន់តែចង់សរុបឡើងវិញបន្ថែមហើយនឹងជាការបន្ថែមខ្លះរឿងទី1ហ្នឹងគឺត្រូវកំណត់ឡើងវិញបន្ថែមប៉ុន្តែលោកគ្រូជឿជាក់ថាបងប្អូនដែលមានវត្តមាននៅក្នុង Zoom នេះមិនថាថ្នាក់ទី11មិនថាថ្នាក់ទី12ព្រោះមានបងអូនស្រីមិញគាត់ទី11គាត់នឹងត្រៀមខ្លួនចូលទី12ហើយក៏អរគុណមែនទែនសម្រាប់ការត្រៀមខ្លួនទុកមុនសង្ឃឹមថាលទ្ធផលបងប្អូននឹងល្អប្រសើរនៅពេលបាក់ឌុប2026-27ចឹងទី1យើងត្រូវកំណត់គោលដៅ15ថ្ងៃចុងក្រោយនៃការត្រៀមខ្លួនរបស់យើងត្រូវពិនិត្យគោលដៅឡើងវិញថាតើយើងបានរៀបចំគោលដៅរបស់យើងសមស្របនឹងកម្រិតសមត្ថភាពហើយនឹងអ្វីដែលយើងប្រាថ្នាហើយនៅហើយយើងមើលរបៀបនៃការរៀនសូត្ររបស់យើងថាតើយើងបានបំពេញទៅតាមអ្វីដែលជាការខ្វះខាតរបស់យើងហើយនៅឧទាហរណ៍ដូចវាគ្មិនទាំងពីររូបលោកបានលើកឡើងហើយមិញថាម៉ោងនេះរៀនបែបនេះហើយដោយបងអូនកិច្ចគាត់លើកឡើងថាគណិតវិទ្យាគឺជាអីដែលគាត់គិតថានឹងលំបាកជាងគេគាត់បំពេញវាច្រើនជាងគេអញ្ចឹងយើងមើលថាតើយើងបានបំពេញចំណុចទាំងអស់ហើយនៅសម្រាប់ប្លង់របស់យើងសម្រាប់គោលដៅរបស់យើងនឹងបើយើងមិនតបបំពេញទេសូមព្យាយាម14ថ្ងៃចុងក្រោយនេះព្យាយាមឲ្យលទ្ធភាពថាតើយើងអាចធ្វើអីវាបានប៉ុន្តែមិនមែនរៀនរហូតដល់14ថ្ងៃទេដោយវាគ្មិនរបស់យើងបានបង្ហាញដដែលអញ្ចឹងថាយើងត្រូវគិតលើសុខភាពរបស់យើងយើងអាចរៀនដល់ដាច់យប់រហូតហើយឈឺអីផ្សេងទេអញ្ចឹងយើងត្រូវមានពេលវេលាខ្លួនឯងបាទបន្ទាប់មក
វិធីសាស្ត្ររបស់យើងវាជារឿងសំខាន់ណាស់ដោយបងអូនខ្លះគាត់ចូលចិត្តរៀនទៀបភ្លឺមិនអញ្ចឹងទេបងអូនខ្លះចូលចិត្តរៀនពេលល្ងាចអញ្ចឹងទៅរហូតដល់ម៉ោង10 11ក៏ចូលសម្រាកអញ្ចឹងយើងមើលវិធីសាស្ត្ររបស់យើងថាតើវិធីសាស្ត្រដែលយើងបានអនុវត្តកន្លងមកហ្នឹងវាឆ្លើយតបទៅនឹងកម្រិតអីដែលយើងចង់បានអត់បើសិនជាអនុវត្តបានឆ្លើយតបនឹងអ្វីដែលចង់បានហើយបន្តវាទៀតប៉ុន្តែបើសិនជាអត់ទាន់ទេយើងខ្សោយគណិតវិទ្យាយើងខំរៀនហើយរៀនគួរហើយមកដល់ផ្ទះវិញហើយរៀនអត់ចេះយើងត្រូវបដូរ10 ថ្ងៃជាងចុងក្រោយត្រូវបដូរថាយើងអាចរៀនយ៉ាងម៉េចយើងតេស្តរៀននៅខ្លួនឯងព្រោះគន្លឹះសំខាន់យើងបានទទួលហើយតែយើងត្រូវអនុវត្តខ្លួនឯងដើម្បីបន្ស៊ីនឹងស្ថានភាពរបស់ខ្លួនបាទហើយចុងក្រោយមួយទៀតហ្នឹងគឺពេលដែលយើងធ្វើអញ្ចឹងហើយតើយើងអាចទទួលបានលទ្ធផលប្រែប្រួលអត់យើងសុំវិតម្លៃខ្លួនឯងការវិតម្លៃខ្លួនឯងទៅជារឿងមួយបន្ថែមថាតើបានបំពេញចន្លោះប្រហោងអញ្ចឹងការវិតម្លៃខ្លួនឯងយើងផ្អែកលើមូលដ្ឋានច្រើននៅក្នុងនោះតាមបណ្ដាវិទ្យាល័យមួយចំនួនតាមខ្ញុំដឹងគឺយើងមានជាការតេស្តស្តង់ដារឬក៏តេស្តមុនបាក់ឌុបអីផ្សេងហ្នឹងគឺគេមានមិនថាសាលាឯកជនមិនថាសាលារដ្ឋទេគឺតែងតែមានផ្ដល់ជូនហើយអញ្ចឹងយើងយកអ្វីដែលជាការរៀបចំរបស់សាលាហ្នឹងមកពិនិត្យមើលការវិតម្លៃហ្នឹងបើសិនជាយើងតេស្តជាមួយសាលាមិនគ្រប់សូមតេស្តជាមួយនឹងខ្លួនឯងបន្ថែមតាមរយៈការប្រមូលវិញ្ញាសាផ្សេងដោយប្រើពេលត្រឹមត្រូវតាមអ្វីដែលគេកំណត់ហើយខំធ្វើទៅហើយចាំចាប់ដល់ម៉ោងយើងមើលតើយើងបានអីខ្វះអីខុសអីអាហ្នឹងជារបៀបវិតម្លៃមួយយ៉ាងសំខាន់នៅក្នុងនាមយើងជាអ្នករៀនដើម្បីសម្រួចគោលដៅរបស់យើងឲ្យកាន់តែល្អប្រសើរហើយក្នុងនោះផងដែរលោកគ្រូលើកទឹកចិត្តរឿង3បន្ថែមសម្រាប់ការត្រៀមខ្លួនរបស់យើងជាពិសេសបងប្អូនដែលនឹងត្រៀមខ្លួនសម្រាប់ការប្រឡងបាក់ឌុបពេលខាងមុខនេះរឿងទី1ចំណេះដឹងដែលយើងបានធ្វើផែនការធ្វើការគិតគោលដៅវិធីសាស្ត្ររៀនអីផ្សេងៗហ្នឹងអាហ្នឹងរឿងទី1រឿងទី2តាក់ទងជាមួយនឹងសុខភាពបាទហើយបើយើងគិតថាសុខភាពសំខាន់ដោយវាគ្មិនរបស់យើងលើកបញ្ជាក់ហើយថាយើងមិនអាចធ្វើឲ្យខ្លួនឯងមានសុខភាពមិនល្អហើយទៅឈឺឯទោះបីចេះយ៉ាងណាក៏ដោយក៏យើងបាត់បង់ស្មារតីមួយចំនួនហើយអញ្ចឹងសូមគិតលើសុខភាពមុនថ្ងៃប្រឡងយ៉ាងហោចណាស់ក៏2 3ថ្ងៃហ្នឹងអត់មានអីទៅជប់លៀងហូបអីផ្ដេសផ្ដាសអីដើម្បីឲ្យខ្លួនឯងឈឺជាពិសេសពេលដែលយើងទៅប្រឡងតែម្ដងថ្ងៃដែលទៅប្រឡងប្រកាសជាអ្នកគ្នាត្រូវមួយចំនួនត្រូវចាកចេញពីផ្ទះដើម្បីទៅគេងនៅមណ្ឌលប្រឡងឬក៏នៅទីរំខានឬក៏ទីរំស្រុកជាដើមអញ្ចឹងទីបាក់ទៅដល់ហើយជប់លៀងអីដាក់អីប្រហិតមីឆាមីហិលអីហ្នឹងអត់កើតទេហូបតែអីដែលមិនប៉ះពាល់ដល់សុខភាពរបស់យើងទាក់ទងនឹងការរាកឈឺពោះផ្សេងបាទអញ្ចឹងហូបបាយហូបអីធម្មតាបាទតែសូមឲ្យមានសារធាតុចិញ្ចឹមសូមឲ្យមានជីជាតិសមល្មមមិនបាយសត្រីងៀតហើយទៅសម្រាប់ទាំង2 3ថ្ងៃហ្នឹងអត់កើតទេអញ្ចឹងសុខភាពជារឿងមួយសំខាន់គេยังបានគ្រប់គ្រាន់ការគេបានគ្រប់គ្រាន់នេះយើងត្រូវគិតដែរអ្នកដែលទៅឆ្ងាយគិតមើលថាតើយើងគេងគួរតែគេងកន្លែងបែបម៉េចមិនគិតថាបុកគេងគ្នាច្រើនស្រាប់តែបន្ទាប់មកគេអត់លួងទៅជែកគ្នាពីនេះពីនោះចុងក្រោយព្រឹកឡើងឈឺទៅអត់កើតឧទាហរណ៍ដាក់សេរ៉ូមអីអាហ្នឹងមិនមែនជារឿងល្អអញ្ចឹងសូមរើសទីកន្លែងស្នាក់នៅធ្វើម៉េចឲ្យមានសុខភាពល្អរបស់ខ្លួនការហូបចុកអីជាដើមសម្រាប់អីផ្សេងឲ្យត្រៀមថ្នាំត្រៀមអីខ្លួនឯងតិចតួចទៅបាទរឿងបន្ទាប់ទៀតសុខភាពល្អហើយត្រូវមានចំណេះដឹងហើយការទៅប្រឡងជារឿងមួយចាំបាច់បន្ថែមបាទអញ្ចឹងសូមទៅប្រឡងឲ្យបានមុនម៉ោងកុំឲ្យចិត្តដល់ម៉ោងបានធ្វើប្រផាប់ប្រភិញទៅភ្លេចកាតភ្លេចសម្ភារៈភ្លេចនេះភ្លេចនោះអត់កើតទេភ្លេចអាស្អីស្លាកក្បាត់ឯកជនអញ្ចឹងចង់ភ្លេចដែរខានប្រឡងបាទអញ្ចឹងសូមត្រៀមទាំងអស់នឹងទុកឲ្យបានរួចរាល់ក្នុងសមីមួយហើយទៅប្រឡងឲ្យបានមុនម៉ោងគេឲ្យទៅមុនមណ្ឌលមុនប្រឡងប្រហែលម៉ោងអញ្ចឹងសូមទៅតាមការណែនាំនោះឲ្យបានមុនបន្ថែមទៀតទៅបាទដើម្បីឲ្យយើងបាត់ភ័យផងបានឃើញមុខអនុរិយផងឃើញមុខគ្នាយើងក្នុងបន្ទប់ផងយើងមានទំនុកចិត្តបន្តិចបាទហើយតាំងស្មារតីខ្ពស់អញ្ចឹងការត្រៀមស្លាកក្បាត់ត្រៀមសម្ភារៈផ្សេងសម្រាប់ការប្រឡងនោះវាកាន់តែមានអត្ថន័យសម្រាប់ខ្លួនឯងឲ្យខ្លួនឯងនឹងមានទំនុកចិត្តនៅក្នុងការប្រឡងហើយសរសេរដោយភាពជឿជាក់បាទហើយតើតើមួយនឹងការសរសេរនេះគឺសូមសរសេរឲ្យបានច្បាស់គុំសរសេរចំណងជើងប្រធានឡើងវិញព្រោះខ្ញុំក៏ជាគណៈកម្មការការមួយរូបដែរខ្ញុំពេលខ្លះក៏ឃើញមានបេក្ខជនរបស់យើងសរសេរប្រធានឡើងវិញដោយសារគាត់អត់ដឹងថាសរសេរអីតែពួកយើងបានខ្វែងចោលឲ្យគ្មានបន្ទុកឲ្យឯងអញ្ចឹងខ្ញុំមិនលើកទឹកចិត្តឲ្យអ្នកដែលបានចូលរួមហើយយកការសរសេរគាត់ថាប្រធានទៅវិញប្រធានសំណួរលំហាត់ហ្នឹងមកលំហាត់អីគេមកពេកសរសេរមកវិញមកពេកយកទៅដាក់បាត់ដោយសារអត់ចេះតែមិនអញ្ចឹងឯងសូមលើកទឹកចិត្តឲ្យយើងខំសរសេរខំគិតអញ្ចឹងបានយើងឲ្យយើងខំរៀនដើម្បីហ្នឹងអញ្ចឹង
យើងសរសេរយើងត្រូវមើលថាតើប្រធានវិញ្ញាសារបស់យើងគួរគេចង់បានអីចឹងសូមអានឲ្យបានច្រើនដងសិនម្ដងពីរដងយ៉ាងហោចក៏បានពីរដងដែរដើម្បីចាប់ផ្ដើមសរសេរជាធម្មតាការសរសេរសូមពង្រៀងសិនទៅលោកគ្រូមិនលើកទឹកចិត្តឲ្យយើងចេះវឹបមកសរសេរទៅជាធម្មតាគេមានពេលវេលាហើយការរៀបចំវិញ្ញាសាគេតែងតែមានពេលឲ្យសិស្សគិតអញ្ចឹងយើងក្រងខ្លះទៅថាយើងចង់សរសេរអីព្រោះការគិតរបស់យើងដំបូងនៅក្នុងកំឡុងពេលសប្បាយចិត្តហ្នឹងប្រហែលជាអាចនឹងមានការភ្លេចខ្លះបាទដោយគេគាត់ប្រកែកទិញ អញ្ចឹងទិញពពុះដល់សរសេរជួនកាលភ្លេចតិចតួចតែបើយើងបានពង្រៀងបើយើងមើលម្ដងមុននឹងចាប់ផ្ដើមសរសេរប្រហែលជាឃើញខ្វះនេះអញ្ចឹងយើងទៅសរសេរទៅវាកាន់តែល្អប្រសើរចា៎នេះគឺជាអីដែលខ្ញុំចង់ផ្ដាំជូនបើឲ្យការសរសេរសូមសរសេរឲ្យច្បាស់ព្រោះអ្នកកែក៏គាត់វេទនាដែរអក្សរយើងពិបាកគាត់ខំមើលចឡើងម៉ូម៉ៅបន្តិចបន្តួចឲ្យបន្ទុកលែងត្រូវអញ្ចឹងសូមសរសេរឲ្យយល់ចិត្តគាត់អ្នកកែផងបាទទោះបីជាយើងពិបាកយ៉ាងណាក៏ដោយតែសូមសរសេរឲ្យច្បាស់ឲ្យអានបានណា បាទហ្នឹងរឿងដែលយើងត្រូវធ្វើអញ្ចឹងអ្វីដែលខ្ញុំបោកចុងក្រោយបន្តិចប៉ុណ្ណឹងហ្នឹងគឺជារឿងសំខាន់ណាស់ដែលមាន3រឿងហ្នឹងចំណេះដឹងដែលយើងត្រៀមសុខភាពដែលយើងត្រៀមក៏យើងត្រូវតែយកទៅបញ្ចេញនៅមណ្ឌលប្រឡងរបស់យើងរឿងដែលយើងត្រូវធ្វើហ្នឹងគឺទៅឲ្យទាន់សរសេរឲ្យច្បាស់មើលឲ្យពិនិត្យឲ្យបានល្អិតល្អន់ហើយការប្រឡងរបស់យើងនឹងទទួលបានជោគជ័យបាទដូចគ្នាយើងនៅទីនេះអ្នកបត់ពិសោធន៍កន្លងមកនេះគ្រាន់តែចេញពីអឺបន្ទប់ប្រឡងដឹងថាខ្លួនឯងនឹងបានប្រមាណណា អញ្ចឹងហើយដោយសារយើងចេះដោយសារយើងដឹងថាយើងខ្វះខាតអីអញ្ចឹងក៏សូមពង្រឹងនៅចំណុចខ្វះខាតរបស់ខ្លួនហើយក៏សូមត្រៀមខ្លួនឲ្យបានរួចរាល់ដើម្បីកុំឲ្យមានពាក្យថាស្ដាយក្រោយការតស៊ូរបស់យើង12ឆ្នាំនឹងបូកសរុបដល់15ថ្ងៃបន្ទាប់សម្រាប់កិច្ចការរបស់យើងអញ្ចឹងការជូនជាយោបល់ខ្លីខ្ញុំមានប៉ុណ្ណឹងហើយសូមជូនទៅអ្នកសម្រាប់ធ្វើវិញបាទសូមអរគុណ បាទសូមអរគុណលោកស្រីគឹមស្រូនសម្រាប់ការលើកទឹកចិត្តនិងមតិណែនាំយ៉ាងជ្រាលជ្រៅហើយការលើកបន្ថែមរបស់លោកប្រធានគឺជាចំណុចសំខាន់មែនទែនសម្រាប់បងប្អូនដែលត្រៀមប្រឡងបាក់ឌុបថ្ងៃខាងមុខនេះត្រៀមខ្លួនឲ្យបានគ្រប់គ្រាន់ទាំងលក្ខណៈបច្ចេកទេសនិងសុខភាពផងដែរអឺចង់ជម្រាបជូនផងដែរថាកម្មវិធីរបស់យើងមិនទាន់ឈានចូលដល់ទីបញ្ចប់ទេដូច្នេះកម្មវិធីបន្ទាប់នេះគឺខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាមេត្តាscan នៅ QR ដែលក្រុមការងារលើកបាន share នៅលើ screen នេះដើម្បីចូលទៅបំពេញព័ត៌មានក្នុងការទទួលបញ្ញាបត្របញ្ជាក់ការចូលរួមនៅក្នុងសិក្ខាសាលានិយមនេះអញ្ចឹង QR code មួយនេះអ្នកទាំងអស់គ្នាសូម scan ទៅហើយយើងនឹងទុកពេលចំនួន3នាទីសម្រាប់អ្នកទាំងអស់គ្នាក្នុងការបំពេញព័ត៌មានបន្ទាប់ពីនេះបើបន្ទាប់ពី3នាទីគឺយើងនឹងធ្វើការបិទ QR ហ្នឹងហើយបាទសូមចូលរួម scan ទាំងអស់គ្នាចំពោះអ្នកដែលបានចូលរួមក្រុមការងារអាចទម្លាក់ link នៅក្នុង flip chat របស់យើងក៏បានដែរដោយសារមាន comment ពីបងប្អូនប្រុសថា scan អត់បានណាអញ្ចឹងសូមទម្លាក់ link នៅក្នុងប្រអប់សារ Zoom ហ្នឹងទៅបាទអរគុណ
អូខេអញ្ចឹងដែលមិញគឺយើងជំរាបជូនថាយើងទុកពេលអត់3នាទីប៉ុន្តែដោយសារតែមានអ្នកចូលរួមខ្លះអត់ទាន់បានបំពេញព័ត៌មានរួចរាល់អញ្ចឹងយើងនឹងធ្វើការបន្ថែមចំនួនទុកពេលបន្ថែមចំនួន2នាទីទៀតសម្រាប់អ្នកចូលរួមក្នុងការបំពេញព័ត៌មានជាថ្មីម្ដងទៀតសូមធ្វើការ scan QR ឬក៏ចុចតាម link ដែលយើងតម្លាក់នៅក្នុងbox chat នៅក្នុង Zoom នេះក៏បានដែរដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ការចូលរួមបាទឥឡូវនេះគឺចំពោះការបំពេញបាទព័ត៌មានគឺដល់ម៉ោងធ្វើការបិទហើយអញ្ចឹងអ្នកនរគ្នាអឺសូមបំពេញទៅនឹងចុះហើយបើអ្នកណាដែលអត់ទាន់បានបំពេញគឺលេខរបស់យើងគឺបានបិទហើយបាទអញ្ចឹងជាកិច្ចបន្ទាប់ខ្ញុំបាទសូមគោរពអញ្ជើញលោកវុធីច័ន្ទពិសិដ្ឋអនុប្រធានក្លឹបធរណីវិទ្យាកម្ពុជាឡើងថ្លែងសន្ទរកថាបិទកម្មវិធីសូមគោរពអញ្ជើញបាទអរគុណម្លេងចឹងជាដំបូងសូមគោរពជាសួរទៅកាន់លោកសុវិនសំប្រធានក្លឹបធនវិទ្យាកម្ពុជាគណៈកម្មការក្លឹបគណៈគណៈកម្មការថ្នាក់ដឹកនាំលោកគ្រូអ្នកគ្រូវាគ្មិនទាំងពីររូបហើយក៏ដូចជាបងប្អូនដែលមានវត្តមាននៅក្នុងសិក្ខាសាលារបស់យើងដែរអញ្ចឹងនៅក្នុងសិក្ខាសាលារបស់យើងនេះគឺអាចនិយាយបានថាយើងធ្វើឡើងញឹកញាប់ហើយប្រធានបទស្រៀងគ្នាជាពិសេសគឺតកតងជាមួយការប្រឡងនៅសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរបស់យើងមែនប៉ុន្តែការរៀបចំរបស់យើងតែងតែស្វែងរកនៅអ្វីដែលជាចំណុចថ្មីដែលបងប្អូនគួរដឹងដែលបងប្អូនគិតថាបងប្អូនសំខាន់សម្រាប់បងប្អូនទាំងអស់គ្នាក៏ដូចជាបន្ថែមពិសេសពីលើនេះទៅគឺវាគ្មិនរបស់យើងគឺយើងតែងតែរកវាគ្មិនដែលទៅបញ្ចប់ការប្រឡងរបស់យើងដោយសារតែការប្រឡងរបស់យើងគឺតែងតែមានការផ្លាស់ប្ដូរមានការប្រែប្រួលទៅតាមស្ថានភាពទៅតាមផ្សេងៗអញ្ចឹងគឺយើងរកនៅវាគ្មិនរបស់យើងដែលទៅតែប្រឡងហើយហ្នឹងដែលទទួលបានបទពិសោធន៍ពីស្ថានភាពដែលទៅតែកាត់ឡើងហើយហ្នឹងគឺគាត់អាច share គាត់អាចចែករំលែកទៅកាន់បងប្អូនបានដែលការចែករំលែកនេះរបស់យើងកាន់តែមានប្រសិទ្ធភាពជាងនឹងដែរចឹងជាក្នុងឱកាសនេះដែរសូមអរគុណដល់វាគ្មិនទាំងពីររបស់យើងដែលបានចំណាយពេលចូលរួមជាមួយក្លឹបរបស់យើងនៅក្នុងការរៀបចំក៏ដូចជាចែករំលែកបទពិសោធន៍របស់យើងហើយនៅក្នុងនោះផងដែរចំណុចសំខាន់តូចដែលគេតែងតែនិយាយអញ្ចឹងបងប្អូនក៏ជាធ្លាប់ឃើញគេមាន post វីដេអូមានកម្មវិធីផ្សេងដែលគេចែករំលែកតាំងពីដើមមកហើយក៏ដូចជាអីដែលវាគ្មិនរបស់យើងបាននិយាយហើយជាពិសេសគឺអីដែលលោកប្រធានបាននិយាយសាសមុននឹងអញ្ចឹងចាចំណុចតូចហ្នឹងវាសំខាន់មែនតើទោះបីជាបងប្អូនឃើញគេនិយាយដដែលគេនិយាយដដែលដោយសារតែវាជាចំណុចសំខាន់វាតូចមែនតែវាសំខាន់ដូចជាការកន្លែងគេរបស់ញ៉ាំការត្រៀមខ្លួនរៀបចំសម្ភារៈមុនទៅប្រឡងអីផ្សេងៗនោះវាសុទ្ធតែជាចំណុចសំខាន់ដែលបងប្អូនគួរតែដឹងហើយជាមួយនឹងកត់ត្រាទុកទោះបីជាគេនិយាយដដែលមែនប៉ុន្តែវាគឺសំខាន់សម្រាប់បងប្អូនហើយនៅក្នុងនោះផងដែរការត្រៀមខ្លួនរបស់យើងការប្រែឬក៏ switch នៅរបៀបនៃការត្រៀមខ្លួននៃការរៀនរបស់យើងទៅតាមសារវិរបស់យើងដែលយើងមានដូចដែលលោកប្រធានគាត់មានភាសាចឹងបើយើងប្រើវិធីសាស្ត្រហ្នឹងដែលគេចែកម្លែកឲ្យយើងវាអត់ជោគជ័យឬក៏យើងប្រើអីផ្សេងទៀតដែលអត់ជោគជ័យអាចសាកផ្លាស់ប្ដូរមកតាមវិធីសាស្ត្រណាដែលជោគជ័យសម្រាប់យើងចឹងឧទាហរណ៍ដោយវឌ្ឍនៈបាននិយាយមុននឹងចឹងថាគាត់តែមេរៀនចាំពេលព្រឹកដោយលោកគេនិយាយចឹងពេលព្រឹកគ្រូក្បាលសាលាតែមេរៀនឆាប់ចាំប៉ុន្តែអ្នកខ្លះតែពេលព្រឹកអត់ចាំទេតែគាត់ចាំពេលយប់ពេលយប់គាត់ active ជាងចឹងយើងដូចគ្នាមានន័យថាគេចែកចំណុចដល់យើងអាចយក
បទពិសោធន៍យកអីហ្នឹងយកទៅសាកល្បងបានហើយបើករណីថាអត់ជោគជ័យឬក៏អត់មានប្រសិទ្ធភាពសម្រាប់យើងទេយើងអាចយកវាដើម្បីកែប្រែម្ដងតិចម្ដងតិចដើម្បីរកបានអញ្ចឹងបងប្អូនស្នាក់បងប្អូនដែលចិត្តកន្លងនោះគឺយើងនៅសល់ពេលត្រៀមខ្លួនទៀតដែរអត់អីទេយើងអាចទោះបីវាគៀកមែនតែយើងនៅតែអាចត្រៀមខ្លួនបានអញ្ចឹងហើយជាពិសេសបងប្អូនមួយទៀតបងប្អូនដែលរៀនថ្នាក់ទី11អញ្ចឹងបងប្អូនសល់ពេលច្រើនអញ្ចឹងសូមព្យាយាមត្រៀមខ្លួនដងតិចកុំចាំគៀកពេលពេកអញ្ចឹងមិនមានន័យថាគៀកពេលត្រៀមខ្លួននៅពេលគៀកពេលប្រឡងនោះវាអត់ល្អសោះមកនៅប៉ុន្តែយើងត្រៀមខ្លួនបានកាន់តែច្រើនវាកាន់តែល្អតាមនឹងដែរអញ្ចឹងជាចុងក្រោយសូមម្ដងទៀតសូមអរគុណសាស្ត្រថ្មីដល់វិក្កាមកិត្តិយសទាំងពីររបស់យើងហើយសូមអរគុណដល់អ្នកសម្របសម្រួលមនីដែលបានសម្របសម្រួលរៀបចំកម្មវិធីរបស់យើងតាំងពីដើមរហូតមកដល់ឥឡូវនេះបានដោយរលូនហើយក៏សូមអរគុណដល់បងប្អូនអរគ្នាដែលបានចូលរួមក៏ដូចជាសួរនៅសំណួរបន្ថែមជូនទៅកាន់វាគ្មិនរបស់យើងដែលធ្វើឲ្យការចែកម្លែករបស់យើងនេះកាន់តែ interactive កាន់តែអឺល្អបន្ថែមពីលើនឹងទៀតដែរអញ្ចឹងសូមជូនពរនៅការប្រឡងនៅថ្ងៃខាងមុខឲ្យបងប្អូនទាំងអស់គ្នាទទួលបាននូវលទ្ធផលតាមដែលចង់បានហើយសូមថែរក្សាសុខភាពជាពិសេសសុខភាពគឺសំខាន់មែនទែនសូមថែរក្សាអស់គ្នាហើយបងសង្ឃឹមថាបងប្អូនអស់គ្នានឹងទទួលបាននូវលទ្ធផលដែលប្រាថ្នាចង់បានអរគុណសូមអរគុណចំពោះលោកវិធីចាំវិសិទ្ធសម្រាប់មតិបិទកម្មវិធីដ៏មានអត្ថន័យនិងពេញទៅដោយការលើកទឹកចិត្តកន្លងពេលមុននេះមុននឹងបញ្ចប់កម្មវិធីខ្ញុំបាទដែលជាអ្នកសម្របសម្រួលកម្មវិធីក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅម្ដងទៀតចំពោះវាគ្មិនកិត្តិយសរបស់យើងទាំងពីររូបដែលបានចំណាយពេលវេលាដ៏មានតម្លៃឡើងមកចែករំលែកនៅបទពិសោធន៍កលុយសិក្សានិងការណែនាំយ៉ាងក្បោះក្បាយជូនដល់អ្នកចូលរួមទាំងអស់គ្នាជាពិសេសចំពោះសិស្សានុសិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលនឹងចូលមកនៅថ្ងៃទី10ខែសីហាឆ្នាំ2026ខាងមុខនេះប៉ុន្តែទោះបីជាកម្មវិធីរបស់យើងបានបិទបញ្ចប់ពិតមែនយើងក៏មានការថតរូបជុំគ្នាដែលជាការថតរូបទុកជាអនុស្សាវរីយ៍ជុំអ្នកនរគ្នារវាងវាគ្មិនកិត្តិយសនិងអ្នកចូលរួមផងដែរអញ្ចឹងសូមអ្នកចូលរួមទាំងអស់គ្នាមេត្តាបើកកាមេរ៉ាដើម្បីឲ្យក្រុមការងារយើងបានថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍តោះសូមបើកកាមេរ៉ាប្រហែលជាយើងបិទ share ទៅវាអាចនឹង load screen បានច្រើនយើងបានបិទបញ្ចប់ប៉ុន្តែយើងក៏មានការថតរូបជុំគ្នាដែលជាការថតរូបទុកជាអនុស្សាវរីយ៍ជុំអ្នកនរគ្នាអូខេអត់អីបងប្អូនអ្នកផ្សេងទៀតសូមមេត្តាបើកកាមេរ៉ាដើម្បីឲ្យក្រុមការងារបានថតរូបជុំគ្នាមួយយើងបានមកថតទៅដើម្បីយើងថតរូបជាអនុស្សាវរីយ៍អញ្ចឹងបានថតទោះបីជាបានជួបក្រោយក៏បានថតជាមួយនឹងវាគ្មិនរបស់យើងដែរអញ្ចឹងពេលដែលឡងចប់ឬក៏បានលទ្ធផលល្អ Oh my God, I'm so ឃើញនៅបទពិសោធន៍នៃការចូលរបស់យើងបទពិសោធន៍ដែលទទួលបានពីការចែករំលែករបស់វាគ្មិនរបស់យើងអញ្ចឹងយកបានជួបពួកគាត់ផ្ទាល់ប៉ុន្តែយ៉ាងហោចណាស់ក៏យើងមានទូកថតជុំគ្នាទុកជាអនុស្សាវរីយ៍មួយដែលយើងថតតាមរយៈអនឡាញរបស់យើងនេះបើអញ្ចឹងសូមបើកកាមេរ៉ាទាំងអស់គ្នាហើយអ្នកសម្របសម្រួលអាចរកបានដើម្បីក្រុមការងារថតស្ទង់ទៅតោះគ្នាយើងអ្នកដែលនៅសល់សូមបើកកាមេរ៉ាឲ្យអស់គ្នាមកអ្នកផ្សេងទៀតសូមបើកកាមេរ៉ាតោះតោះអ្នកផ្សេងទៀតអូខេឥឡូវខ្ញុំសូមធ្វើការថតតែម្ដងតោះត្រៀមត1 2 3តោះសូមមួយទៀតតោះអាច freestyle ក៏បានដែរតោះ1 2 3បាទសូមអរគុណច្រើនអ្នកទាំងអស់គ្នា
អូខេចឹងកម្មវិធីរបស់យើងបានមកដល់ទីបញ្ចប់ប៉ុន្តែជាម្ដងថ្មីម្ដងទៀតខ្ញុំបាទក៏សូមដែលជាអ្នកសម្របសម្រួលកម្មវិធីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិនកិត្តិយសរបស់យើងទាំងពីររូបជាពិសេសដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចែករំលែកបទពិសោធន៍និងកលិសិក្សារបស់ខ្លួនក៏ដូចជាការណែនាំយ៉ាងល្អក្បោះក្បាយជូនទៅដល់អ្នកចូលរួមនៅថ្ងៃនេះជាពិសេសបងប្អូនដែលត្រៀមប្រឡងបាក់ឌុបដែលនឹងមកដល់នាពេលខាងមុខនៅខ្លីនេះគឺរយៈពេលតែ2អាទិត្យទៀតប៉ុណ្ណោះ ហើយក៏សូមអរគុណដល់អ្នកចូលរួមទាំងអស់ដែលបានចំណាយពេលវេលាចូលរួមតាំងពីដើមរហូតដល់ចប់ក៏ដូចជាសូមអរគុណដល់ក្រុមការងារដែលបានចូលរួមធ្វើឲ្យកម្មវិធីមួយនេះប្រព្រឹត្តទៅដោយរលូនបើគ្មានក្រុមការងារទេកម្មវិធីរបស់មួយនេះក៏មិនអាចប្រព្រឹត្តឡើងបានដែរហើយខ្ញុំបាទក៏សូមខន្តីអភ័យទោសចំពោះកំហុសខុសឆ្គងដោយអចេតនានានាដែលបានកើតឡើងនៅក្នុងកម្មវិធីហើយដោយការប្រឡងបាក់ឌុបក៏នឹងចូលមកដល់នៅក្នុងពេលឆាប់ៗនេះគឺថ្ងៃទី10ខែសីហាឆ្នាំ2026សូមបងប្អូនដែលបានត្រៀមខ្លួនប្រឡងរៀបចំនៅការអភិសិក្សារបស់ខ្លួនបានត្រឹមត្រូវថែរក្សាសុខភាពបានល្អហើយនឹងជូនពរឲ្យទទួលបាននិទេសដែលខ្លួនចង់បានពីកម្មវិធីសិក្ខាសាលាលើកទី15 GCC 15 Webinar សូមអរគុណសូមជម្រាបលា